ត្រឡប់មកវិញហើយមែនទេម៉ាក់ថ្ងៃស្អែកជាថ្ងៃការរបស់កូននឹងស៊ូសៀហើយតើកូនអាចឈប់ធ្វើជាមនុស្សខ្វិនបានទេមិនបានទេការសាកល្បងមិនទាន់ចប់ទេកូនត្រូវក្រោកឈរក្នុងពិធីការដើម្បីឲ្យនាងភ្ញាក់ផ្អើលនៅពេលនោះម៉ាក់ក៏នឹងបង្ហាញអត្តសញ្ញាណជាមហាសេដ្ឋីលំដាប់ពិភពលោករបស់ម៉ាក់ដែរពេលនោះបងនឹងប្រើនាមជាតារាសម្ដែងស្រីឆ្នាំដើម្បីឲ្យពិភពសិល្បៈទាំងមូលមកអបអរសាទរប្អូនបងនឹងប្រើនាមជាទេពកោសល្យភិក្ខុដើម្បីនាំពិភពហិរញ្ញវត្ថុមកអបអរសាទរប្អូនបងនឹងប្រើនាមជាមេតបស្រីដើម្បីនាំកម្ពុជាអ្នកប្រយុទ្ធ 3000 នាក់មកអបអរសាទរហើយបងនឹងផ្ដល់កិច្ចសន្យាធំដល់មិត្តកូនដើម្បីឲ្យគ្រប់យ៉ាងកាន់តែល្អឥតខ្ចោះអរគុណម៉ាក់អរគុណបងធំបងទី2និងបងទី3អញ្ចឹងកូនទៅរកស៊ូសៀសិនហើយមានមិត្តភក្តិបែបនេះគឺពិតជាគួរឲ្យអាម៉ាស់ណាស់តែថ្ងៃស្អែកកាលហើយគាត់ច្បាស់ជាចង់បានវាខ្ញុំមិនដឹងត្រូវដោះស្រាយម៉េចទេតើធ្វើម៉េចទៅតើអូនធ្លាប់រឿងផាន់ជីនលៀននិងអូដាឡាងទេដាលៀងដល់ពេលផឹកថ្នាំហើយថ្ងៃស្អែកខ្ញុំអាចចូលបន្ទប់សំដំណេកជាមួយស៊ូស៊ីទីបំផុតខ្ញុំអាចប៉ះពាល់នាងបានហើយបងចង់ឲ្យអូនបំពោសម្រាប់គាត់នៅថ្ងៃនេះមែនទេខ្លាចអីបើមិនដូច្នោះទេហេតុអ្វីបានជាបងមកអបអរសាទរជាមួយអូននៅថ្ងៃនេះមកកំដរតន្ត្រីបន្តិចទៅលីសាវជូអរគុណប្រពន្ធដ៏ល្អរបស់ឯងណាស់មិនបានទេខ្ញុំមិនទាន់អាចឲ្យគេដឹងបានទេចាំមើលថាមនុស្សថោកទាបទាំងពីរនាក់នេះបកស្រាយម៉េចស៊ូសៀធ្វើម៉េចទៅកុំខ្លាចអីគេគ្មានភស្តុតាងទេអូនគ្រាន់តែថាពួកយើងកំពុងរៀបចំសម្រាប់មង្គលការថ្ងៃស្អែកចារៀបចំស៊ូសៀអេសាវជូហេតុអ្វីកូនមកទីនេះចឹងជីមតើពួកឯងកំពុងធ្វើស្អីហ្នឹងប្អូនប្រុសមិនបាច់អរគុណបងទេនេះជាអ្វីដែលបងគួរតែធ្វើហើយអ្វីដែលគួរធ្វើមែនទេតើមានន័យថាម៉េចបងកំពុងជួយរៀបចំមង្គលការឲ្យឯងនៅថ្ងៃស្អែកដើម្បីផ្ដល់ភាពភ្ញាក់ផ្អើលដល់ឯងជួយរៀបចំមង្គលការឲ្យខ្ញុំមែនហើយនេះជាការរៀបការលើកដំបូងអូនគ្មានបទពិសោធន៍ទើបហៅចឹងជីនមកជួយស៊ូសៀអូនគិតថាបងជាមនុស្សល្ងងមែនទេលីសាវជូឯងមានន័យថាម៉េចឯងសង្ស័យខ្ញុំមែនទេឯងជាមនុស្សខ្វិនខ្ញុំមិនដែលរអ៊ូទេឯងហ៊ានសង្ស័យខ្ញុំផងមែនទេមនុស្សខ្វិនបើមិនមែនដើម្បីមង្គលការនេះទេហេតុអ្វីខ្ញុំត្រូវធ្វើបែបនេះបានហើយជប់ឆ្លោះគ្នាទៅថ្ងៃស្អែកការហើយម្នាក់គួរតែយកគ្នាទៅវិញទៅមកប្រាប់មកតើនៅតែចង់រៀបការទៀតទេបើមិនចង់ទេក៏ឈប់ទៅបើចង់ក៏ប្រញាប់ទៅរៀបចំទៅល្អអញ្ចឹងទៅរៀបចំបងសម្លាញ់ចុះឥឡូវត្រូវធ្វើម៉េចបើគេមិនចង់ធ្វើល្ងងទេអញ្ចឹងកុំទុកគេអីថ្ងៃស្អែកបងនឹងធ្វើជាកូនកំលុះជំនួសគេហាអាឡូលោកប៉ាពិធីមង្គលការនៅថ្ងៃស្អែកខ្ញុំចង់បដូរវាទៅជាពិធីបុណ្យសពវិញហាហេតុអ្វីស៊ូសៀនិងចឹងជីនបានលួចមានគ្នាហើយស្អីគេហ៊ានដល់ថ្នាក់នឹងផងឥឡូវនេះលុបចោលកិច្ចសន្យារបស់គេភ្លាមហើយសម្រាប់គេចោលទៅកុំប្រញាប់អីថ្ងៃស្អែកខ្ញុំចង់ជន់ឈ្លីពួកគេនៅចំពោះមុខមនុស្សគ្រប់គ្នាមិនអីទេកូនជាអ្នកសម្រេចចុះស៊ូសៀចឹងជីនខ្ញុំនឹងធ្វើឲ្យអ្នកទាំងពីរត្រូវទទួលខុសត្រូវចំពោះរឿងនេះអាឡូម៉ាក់ខ្ញុំមួយរយៈនេះណែនាំកូនអ្នកមានឲ្យខ្ញុំរាល់ថ្ងៃគួរឲ្យធុញណាស់មិនដឹងធ្វើម៉េចទេព្រោះម៉ាក់របស់ពួកយើងចាប់ចោលជួយចាប់គេផងជួយផងគេឆក់កាបូបខ្ញុំបាត់ហើយអាចរំសៀតខ្ញុំប្រាប់ឯងហើយថាខ្ញុំកំពុងតែមុំម៉ាយបើឯងខ្លាំងសម្រាប់ខ្ញុំទៅយ៉ាងណាក៏ខ្ញុំមិនចង់រស់ដែរចាក់សម្រាប់ខ្ញុំទៅយ៉ាងណាក៏ខ្ញុំមិនចង់រស់ដែរស្មប់ចិត្តសិនចាក់សម្រាប់ខ្ញុំមកមនុស្សស្រីដែលខ្ញុំស្រឡាញ់បំផុតផិតបើនៅរស់ក៏គ្មានន័យដែរសម្រាប់ខ្ញុំទៅចាក់ខ្ញុំមកអរគុណអ្នកចង់មកជាមួយខ្ញុំទេបាទមិនដែរមនុស្សស្រីដែលលោកស្រឡាញ់បំផុតផិតក្បត់មែនទេបាទដំឡើយពួកយើងចិត្តរៀបការហើយប៉ុន្តែនាងបែរជាទៅដេកជាមួយមិត្តសម្លាញ់ខ្ញុំអញ្ចឹងមែនថោកទាបបំលេះចុះលោកចង់ធ្វើម៉េចខ្ញុំក្រុងនឹងរៀបចំពិធីមង្គលការឲ្យពួកគេហើយឲ្យនាងចាក់ចេញទៅអូលោកនេះគឺជើងខ្ញុំមិនសូវស្រួលឈរយូរមិនបានប្រហែលជាត្រូវពិការហើយមានអ្វីដែលខ្ញុំអាចជួយលោកបានទេមានរៀបការជាមួយខ្ញុំមើលថែខ្ញុំនិយាយលេងទេសំបីតែមនុស្សស្រីធម្មតាក៏ក្បត់ខ្ញុំដែរតើមានមនុស្សស្រីណាមកស្រឡាញ់ខ្ញុំទៅយល់ព្រមខ្ញុំនឹងរៀបការជាមួយលោក
អ្នកនិយាយថាអីខ្ញុំថាស្អែកនេះខ្ញុំនឹងជំនួសមនុស្សស្រីម្នាក់នោះដើម្បីរៀបការជាមួយលោកអីគ្មានហេតុផលទេគឺដោយសារតែខ្ញុំស្ម័គ្រចិត្តបើអ្នកព្រមរៀបការមែនខ្ញុំនឹងបំពាក់មកុដឲ្យអ្នកដោយផ្ទាល់ដែរខ្ញុំនឹងរងចាំអ្នកម៉ាក់មិនបាច់ណែនាំគូដណ្ដឹងឲ្យកូនទៀតទេស្អែកនេះកូនរៀបការហើយរ៉ូពីនអ្នកគឺជាកូនស្រីមហាសេដ្ឋីសិនស៊ីពិតជារៀបការជាមួយមនុស្សពិការមែនទេមែនហើយគេគ្រាន់តែជាកូនប្រុសរបស់អ្នកសម្អាតម្នាក់ប៉ុណ្ណោះមិនបាច់ខាត់ខ្ញុំទេខ្ញុំសម្រេចចិត្តរួចហើយភ្ញៀវកិត្តិយសទាំងអស់ជាទីគោរពស្វាគមន៍មកកាន់ពិធីមង្គលការរបស់លោកលីសៀវជុននិងកញ្ញាស៊ូស៊ីជាបន្តសូមអញ្ជើញកូនកំលោះនិងកូនក្រមុំម្នាក់ស្រស់ស្អាតដូចបុប្ផាម្នាក់ទៀតអង្គុយរទេះតើមានរឿងអ្វីរំភើបចង់ចែករំលែកទេឲ្យខ្ញុំជាអ្នកនិយាយចុះភ្ញៀវកិត្តិយសទាំងអស់សុទ្ធតែជាមិត្តភក្តិគ្រប់គ្នាប្រហែលជាដឹងហើយថាខ្ញុំនិងស៊ូស៊ីជាមិត្តរួមថ្នាក់ដើម្បីនាងខ្ញុំបោះបង់ការរៀននៅសាកលវិទ្យាល័យហើយក៏ត្រូវមកអង្គុយលើទេះរុញបែបនេះអូកូនកំឡោះពីការដោយសារកូនក្រមុំមែនទេពិតជារំភើបណាស់ពេលដើរផ្សារមានឡានមួយបានជ្រុលចង្កូតខ្ញុំក៏រុញនាងចេញហើយក៏ត្រូវបុកខ្លួនឯងលីសៀវជុនលោកមកត្អូនត្អែមែនទេនិយាយរឿងមិនល្អក្នុងថ្ងៃមង្គលការធ្វើអីស៊ូស៊ីអ្នកគិតថាអ្នកមានសិទ្ធិមកធ្វើជាកូនក្រមុំរបស់ខ្ញុំមែនទេលោកមានន័យថាម៉េចលោកជាមនុស្សពិការលោកគិតថាខ្ញុំមិនស័ក្តិសមនឹងលោកមែនទេមិនមែនទេថ្ងៃនេះមិនមែនថ្ងៃមង្គលការរបស់ខ្ញុំនិងស៊ូស៊ីទេតែជាថ្ងៃដែលខ្ញុំរៀបចំសម្រាប់ពីការចែកផ្លូវគ្នាទៅវិញទេមានរឿងអ្វីកើតឡើងមិនក៏មង្គលការខ្លាចជាការចែកផ្លូវគ្នាទៅវិញលីស៊ីវជុនលោកឈួតហើយមែនទេគ្រូសាខ្ញុំខំអត់ធ្មត់រៀបការជាមួយលោកអត់ធ្មត់មែនទេតើអ្នកដឹងទេថានាងបានធ្វើរឿងថោកទាបអ្វីខ្លះលីស៊ីវជុនកុំមកធ្វើជាមនុស្សរមើលគុណកូនស្រីខ្ញុំមិនប្រកាន់ថាឯងជាមនុស្សពិការទេសួរនាងទៅថានាងបានធ្វើរឿងថោកទាបអ្វីខ្លះលីសៀវជុនកុំមកបង្ខូចឈ្មោះខ្ញុំការពិតខ្ញុំមិនចង់រៀបការជាមួយលោកទេពិតមែនទេការពិតគឺមានមនុស្សស្រីម្នាក់ទៀតតែល្អជាងអ្នករាប់ពាន់ដងពិធីមង្គលការនេះគឺរៀបចំឡើងសម្រាប់នាងវាមិនពាក់ព័ន្ធនឹងអ្នកទេលោកនិយាយស្អីលោកថាថ្ងៃនេះជារបស់លោកនិងស្រីផ្សេងមែនទេម៉ាក់មែនហើយថ្ងៃនេះគឺជាពិធីមង្គលការរបស់ស៊ូស៊ីនិងសុងជៀនត្រូវហើយថ្ងៃនេះគឺជាពិធីមង្គលការរបស់ស៊ូស៊ីនិងសុងជៀនត្រូវហើយថ្ងៃនេះគឺជាពិធីមង្គលការរបស់ខ្ញុំនិងស៊ូស៊ីមែនហើយនេះគឺជាពិធីមង្គលការរបស់ខ្ញុំនិងស៊ូស៊ីអូនសម្លាញ់អូនមកហើយមែនទេបងបានសន្យាថានឹងមករៀបការជាមួយអូនអញ្ចឹងបងត្រូវតែមកហើយអរគុណបងនេះមានរឿងអីហ្នឹងម៉ាក់មិនមែនម៉ាក់ថាខ្លាចកូនរៀបការជាមួយពីការនេះហើយត្រូវគេធ្វើបាបមែនទេអញ្ចឹងថ្ងៃនេះកូននឹងដេញវិចេញហើយរៀបការជាមួយសុងជៀនវិញល្អទេរៀបការជាមួយសុងជៀនមិនមែនជាមិត្តភក្តិតាំងពីតូចរបស់លីសៀវជុនទេអីនិយាយពីវាអីអ៊ំខ្ញុំសុងជៀនគឺសាងអ្វីដោយបាត់ដៃទេឥឡូវជាថៅកែដែលមានទ្រព្យរាប់រយលានមានក្រុមហ៊ុនលីឆឹងនៅយុនសានជាបង្អែកមនុស្សអស្ចារ្យដូចខ្ញុំនិងអភិការលីសៀវជុនដែលក្រក់សត់បែបនេះតើមានសិទ្ធិអីធ្វើជាមិត្តភក្តិខ្ញុំទៅត្រូវហើយបើប្រៀបជាមួយសុងជៀនគឺខុសគ្នាដាច់ដូចមេឃនិងដីម្នាក់ជាទេវបុត្រម្នាក់ជាកង្កែបក្នុងបាតអណ្ដូងនិយាយអីខុសគ្នាដូចមេឃនិងដីតើពួកឯងដឹងពីអត្តសញ្ញាណពិតរបស់ខ្ញុំទេបន្តិចទៀតពួកឯងនឹងត្រូវភ្ញាក់រហូតដល់ចង់ខ្វេះភ្នែកខ្លួនឯងចេញមិនខានឯងនៅមានអត្តសញ្ញាណពិតទៀតចង់ឲ្យពួកយើងសាច់ស្លាប់មែនទេកុំសាច់អីអូនសម្លាញ់គេគ្រាន់តែខ្មាស់គេក្នុងពិធីមង្គលការក៏និយាយដើម្បីយកមុខមាត់ឈប់ទៅលីសៀវជុនចាត់ទុកថាពួកយើងធ្លាប់ជាមិត្តភក្តិនឹងគ្នា
ឃើញថាអញជីជនពិការហើយកូនក្រមុំអញក៏ត្រូវមករៀបការជាមួយយើងនៅថ្ងៃនេះដែរយកអីចេះចុះយើងឲ្យលុយអញ$10ហើយអញប្រញាប់ចេញទៅឲ្យបាត់ទៅបន្ទាប់មកពួកយើងក៏ជប់ស្គាល់គ្នាទៅយើងមិនត្រូវការលុយអញទេអ្វីដែលយើងចង់បានគឺឲ្យអញលុតជង្គង់ចុះនៅចំពោះមុខសាច់ញាតិមិត្តភក្តិទាំងអស់តែកំភ្លៀងខ្លួនឯងហើយនិយាយថាខ្លួនឯងជាមនុស្សថោកទាបជាងសត្វធាតុលីសៀវជូនអញពិតជាមិនស្គាល់ខ្មាស់មែនអញហ៊ានបង្ខំឲ្យយើងប្រើហិង្សាលើជនពិការមែនទេលីសៀវជូនអញពិតជាមិនស្គាល់ខ្មាស់មែនអញហ៊ានបង្ខំឲ្យយើងប្រើហិង្សាលើជនពិការមែនទេហែមសុងជៀនលោកគុំធ្វើហួសហេតុពេករ៉ូពីនអ្នកនិយាយអីហ្នឹងអ្នកហ៊ានជួយនិយាយឲ្យវាផងខ្ញុំមិនជួយអ្នកណាទេគ្រាន់តែអារម្មណ៍ថាពួកលោកធ្វើបាបគេខ្លាំងពេកហើយខ្ញុំធ្វើបាបគេស្រីក្មេងទៅមកពីព្រៃភ្នំមិនទាន់ស្គាល់ចិត្តមនុស្សដូចនាងដឹងអីទៅសៀវជូនពិការក៏ដោយសារតែជួយស៊ូស៊ីដែរខ្ញុំយល់ថាស៊ូស៊ីគួរតែទទួលខុសត្រូវលើគេទើបជារឿងត្រឹមត្រូវនាងថាត្រឹមត្រូវគឺត្រឹមត្រូវមែនទេតើនាងគិតថានាងជាអ្នកណាជាអាញាកណ្ដាលឬជាចៃក្រមខ្ញុំមិនមែនជាអាញាកណ្ដាលឬចៃក្រមទេប៉ុន្តែធ្វើជាមនុស្សត្រូវមានសិលធម៌ខ្ញុំគ្រាន់តែដឹងថាមនុស្សរមើលគុណនឹងត្រូវទទួលកម្មពៀមិនខានជប់មកធ្វើជាមនុស្សល្អខ្លាំងៗនៅទីនេះទៅសាកសួរញាតិមិត្តនិងមិត្តរួមថ្នាក់នៅទីនេះមើលតើខ្ញុំគួររៀបការជាមួយលីសៀវជុនឬសុងជៀនល្អអញ្ចឹងថ្ងៃនេះពួកយើងមកប្រកួតគ្នាមើលថាអ្នកណាជាកូនកំឡោះពិតប្រាកដមកអ្នកណាគ្រប់គ្រងលីសៀវជុនឲ្យធ្វើជាកូនកំឡោះសូមលើកដៃឡើងពួកអ្នកមិនដែរឃើញហើយមែនទេមកអ្នកណាគ្រប់គ្រងខ្ញុំជាកូនកំឡោះលើកដៃឡើងសុងជៀនសុងជៀនសុងជៀនឃើញទេឃើញទេនេះហើយគឺជាសមត្ថភាពនេះហើយជាយុទ្ធធម៌ក្រៅពីអាចឈួតម្នាក់នេះគ្រប់គ្នាដឹងថាឯងគ្រាន់តែជាសម្រាមប៉ុណ្ណោះមើលទៅកូនស្រីខ្ញុំពិតជាជ្រើសរើសមិនខុសទេសុងជៀនទើបជាកូនកំឡោះពិតប្រាកដជាកូនប្រសាររបស់គ្រួសារស៊ូយើងលីសៀវជុនគុំមកត្អូញត្អែនៅទីនេះត្រូវបន្ទោសឪពុកម្ដាយឯងដែលគ្មានសមត្ថភាពអ្នកនិយាយថាអីឪពុកម្ដាយខ្ញុំគ្មានសមត្ថភាពបើអ្នកដឹងពីឋានៈគ្រួសារខ្ញុំអ្នកនឹងភ្ញាក់ផ្អើលរហូតដល់ចង់ខ្វេះភ្នែកខ្លួនឯងចេញមិនខានជីខ្លាចជាឆ្កែនេះថាទៅហើយនៅហ៊ានមកអួតទៀតមិនហើយគុំមកធ្វើឲ្យគេខ្ពើមនៅទីនេះលីសៀវជុនប្រញាប់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដាច់ពាក្យនេះភ្លាមទៅលីសៀវជុនឯងធ្វើស្អីហ្នឹងចេញទៅចេញឲ្យអស់ទៅខ្ញុំនិយាយហើយថាថ្ងៃនេះខ្ញុំជាអ្នកលេងលះប្រពន្ធមិនមែនអ្នកទេកូនក្រមុំខ្ញុំមកដល់យូរហើយគ្រាន់តែចុះហត្ថលេខាលើលិខិតលេងលះនេះទៅអីគេឯងនៅមានកូនក្រមុំទៀតត្រូវហើយសំបីតែស្រីចាស់ក៏មិនយកដែរមនុស្សមើលថែខ្លួនមិនបាននៅមានគូដណ្ដឹងទៀតឯងលេងសាច់មែនទេមនុស្សសម្រាមដូចឯងប្រញាប់ចេញទៅឲ្យឆាប់ទៅមកគ្រប់គ្នាជួយគ្នាដេញវាចេញសែងវាចេញទៅពួកលោកធ្វើអីហ្នឹងកុំចូលមកចិត្តខ្ញុំចេញទៅតើមានរឿងអ្វីកើតឡើងចៅហ្វាយពិតជាបានត្រៀមខ្លួនមែនមានកូនក្រមុំថ្មីទៀតខ្ញុំមិនច្រឡំទេមែនទេនោះមិនមែនជាកូនស្រីច្បងនៃត្រកូលសិនដ៏មានអំណាចទេអីអ្នកនាងសិនតើមនុស្សច្រើនម្ល៉េះមកជុំគ្នានៅទីនេះធ្វើអីជិះចេញឲ្យអស់ទៅខ្ញុំសិនលើភីងជាកូនស្រីត្រកូលសិនស្ម័គ្រចិត្តយកភាគហ៊ុន5របស់ត្រកូលសិនដើម្បីសុំលោកលីសៀវជុនរៀបការសុំសួរថាតើលោកលីសៀវជុនយល់ព្រមដែរឬទេអ្វីទៅភាគហ៊ុន5មិនមែនមានន័យថាទ្រព្យសម្បត្តិឡើងដល់រាប់រយលានភ្លាមទេអីទេនោះជាកូនស្រីច្បងរបស់ត្រកូលសិនពិតមែនចាស់ពិតមែនហើយតើលោកលីសៀវជុនយល់ព្រមរៀបការជាមួយខ្ញុំទេយល់ព្រមតាមពិតគឺយល់ព្រមហើយអ្នកនាងជាកូនស្រីអភិជនមិនប្រកាន់ថាខ្ញុំជាជនពិការហើយថែមទាំងព្រមរៀបការជាមួយខ្ញុំពិតជាយល់ព្រមខ្លាំងណាស់អញ្ចឹងចាប់ពីពេលនេះទៅគឺជាស្វាមីរបស់ខ្ញុំហើយទូសម្ដែងមកពីណាមកសម្ដែងរឿងថោកទាបបែបនេះក្នុងពិធីមង្គលការរបស់ខ្ញុំមិនចេះខ្មាស់គេទេអីតើឯងនិយាយថាអីខ្ញុំថាក្មេងសម្ដែងថោកទាបដូចជាឯងមកសហការសម្ដែងជាមួយអាខ្វិនម្នាក់នេះពិតជាគួរឲ្យអស់សំណើចណាស់អញគឺជាស្រីថោកទាបដែលក្បត់គាត់មែនទេកុំមកនិយាយមួលបង្កាច់គេនៅទីនេះខ្ញុំនិយាយមួលបង្កាច់បន្ទាប់ពីដឹងថាឯងធ្វើបាបប្តីខ្ញុំបានខំស្វែងរកភស្តុតាងមកដើម្បីទម្លាយឯងឥឡូវនេះផ្ដល់ឱកាសឲ្យឯងលើកជង្គង់សុំទោសប្តីខ្ញុំទៅបើមិនដូច្នោះទេបង្ហាញភស្តុតាងឲ្យឯងបាក់មុខពេញពិភពលោកបង្ហាញភស្តុតាងឯងស្មានថាខ្ញុំខ្លាចមែនទេបើខ្លាំងពិតមិនដេចក៏មិនយកវាចេញមកឲ្យខ្ញុំមើលទៅល្អអីចឹងខ្ញុំនឹងសម្រេចតាមបំណងឯងបង្ហាញភស្តុតាងភ្លាមអស់លោកស្រីសូមទស្សនាអេក្រង់ធំលោកម្ចាស់សឹងអ្នកពិតជាអាក្រក់ណាស់
អ្នកគ្រាន់តែមើលងាយថាលីស៊ីវជុនជាអាខ្វិនដែលមិនបានការមកបដូរជាមួយខ្ញុំវិញខ្ញុំនឹងធ្វើឲ្យអ្នកសប្បាយចិត្តមិនខានល្មមហើយវាខ្វក់ពេកបញ្ឈប់ទៅខ្ញុំនៅមានភស្តុតាងអាស្រូវជាច្រើនទៀតក្នុងសន្តាគារតើឯងចង់មើលទាំងអស់ទេខ្ញុំទៅសន្តាគារជាមួយលោកម្ចាស់សឹងតើមានបញ្ហាអីលីស៊ីវជុនខ្ញុំស្អប់វាគ្មានតម្លៃសមនឹងខ្ញុំទេតើឯងចង់យ៉ាងម៉េចអាខ្វិនដែលមើលថែខ្លួនឯងមិនបានពិតជាមានសំណាងល្អមែនប្តីសម្លាញ់គុំឲ្យគេធ្វើបាបចិត្តអីខ្ញុំនឹងនៅក្បែរអ្នកជួយរកយុទ្ធធម៌ឲ្យអ្នកអត់ទេមិនបានខឹងទេមនុស្សកំ pl ែងដូចជាវាខ្ញុំគ្រាន់តែមានអារម្មណ៍ថាចង់សើចតែប៉ុណ្ណោះតើមានអ្វីគួរឲ្យសើចតើខ្ញុំនិយាយមិនត្រូវមែនទេស៊ូសៀតើឯងពិតជាស្មានថាខ្ញុំជាអាខ្វិនដែលមើលថែខ្លួនឯងមិនបានមែនទេនេះជារឿងដែលអ្នកគ្រប់គ្នាដឹងតើមិនមែនទេអីឯងប្រហែលជាភ្លេចខ្លួនថាកំពុងអង្គុយលើទេរុញហើយដឹងគាត់ក្រោកឈរឡើងបានមែនហើយហេតុអីក៏ក្រោកឈរបានតើមានរឿងអ្វីកើតឡើងដេកក៏ក្រោកឈរបានទៅវិញក្រោកឈរបានហើយយ៉ាងម៉េចគ្រាន់តែខំប្រឹងទប់បន្តិចប៉ុណ្ណោះសាកដើរពីជំហានមើលតើឯងដើររួចទេឲ្យដើរពីជំហានមែនទេបើកភ្នែកឆ្កែរបស់ឯងមើលឲ្យច្បាស់ទៅតើជាមនុស្សពិការឬជាមនុស្សឥតប្រយោជន៍ស៊ីវជុនអ្នកជាសះស្បើយមែនទេតើនេះជារឿងពិតមែនទេពិតណាស់គឺជារឿងពិតចុះហេតុអីបានជាអ្នកនៅអង្គុយលើទេរុញខ្ញុំដឹងពីមូលហេតុហើយលីស៊ីវជុនឯងជាមនុស្សឥតខ្មាស់បោកយកក្តីអាណិតពីស៊ូសៀដោយប្រើល្បិចធ្វើជាខ្វិនដ៏ថោកទាបបំផុតឯងចង់និយាយថាខ្ញុំប្រើល្បិចថោកទាបបែបនេះដើម្បីបោកបញ្ឆោតមនោសញ្ចេតនារបស់ស៊ូសៀអីចឹងឬតើមិនមែនទេអីដើម្បីចង់បានស៊ូសៀអញសុកចិត្តខ្លែងធ្វើជាជួបគ្រោះថ្នាក់ចរាចរណ៍ឲ្យពិការដើម្បីឲ្យនាងអាណិតពិតជាថោកទាបបំផុតអីចឹងសោះព្រះឲ្យខ្ញុំចាញ់បោកឯងអស់រយៈពេល3ឆ្នាំហើយខ្ញុំស្មានតែវាពិការដោយសារតែខ្ញុំមិនដាច់ចិត្តសំបែកពីវាមិននឹកស្មានថាអ្វីទាំងអស់គឺជាការកុហកឯងពិតជាគួរឲ្យខ្ពើមរអើមខ្លាំងណាស់ពិតជាគួរឲ្យខ្ពើមមែនប្រញាប់ឲ្យវាសង់លុយមកសង់ថ្លៃខាតបង់ពេលវេលាយុវវ័យរបស់ខ្ញុំលីស៊ីវជុនប្រញាប់សង់លុយ1លានមកឲ្យខ្ញុំថ្លៃខាតបង់យុវវ័យបើមិនដូច្នោះទេខ្ញុំមិនចប់ជាមួយអញឡើយលីស៊ីវជុនប្រញាប់សង់លុយ1លានមកឲ្យខ្ញុំថ្លៃខាតបង់យុវវ័យបើមិនដូច្នោះទេខ្ញុំមិនចប់ជាមួយអញឡើយត្រូវហើយប្រញាប់សង់លុយឲ្យនាងភ្លាមទៅពិតជាគួរឲ្យខ្ពើមណាស់សង់លុយមក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 ប្រញាប់ឡើងសង់លុយមកអ្នកប្រកាសថាចង់ឲ្យខ្ញុំសង់លុយមែនទេពិតណាស់ឯងធ្វើពុតជាពិការបោកប្រាស់យុវវ័យនឹងមនោសញ្ចេតនាខ្ញុំ3ឆ្នាំបើឯងមិនសង់ទេខ្ញុំនឹងផ្សព្វផ្សាយរឿងនេះឲ្យគ្រប់គ្នាឃើញមុខមាត់ឯងល្អណាស់អីចឹងឲ្យអ្នកមើលរបស់ម្យ៉ាងសិននេះជាវិក្កយបត្រពីមន្ទីរពេទ្យរាជវង្សប៉ៃទូកាលពី3ឆ្នាំមុនបន្ទាប់ពីខ្ញុំជួយអ្នករហូតស្ទើរតែស្លាប់សរុប31លានសងថ្លៃព្យាបាលមកខ្ញុំវិញសិនមកពិតជាពូកែអ៊ូតមែនព្យាបាលជំងឺអស់31លានមិនមែនរឿងលុយទេតែនោះជាមន្ទីរពេទ្យរាជវង្សប៉ៃទូតើមនុស្សដូចវាអាចចូលទៅបានទេវាជាអ្នកបោកប្រាស់វាចង់គំរាមទារលុយប្រញាប់ទុកភស្តុតាងនេះទៅយកភស្តុតាងមកឲ្យខ្ញុំឯងហ៊ានធ្វើឯកសារคล้ายចាំតែជាប់គុកទៅលីសៀវជុនត្រូវហើយទុកភស្តុតាងឲ្យល្អខ្ញុំនឹងហៅប៉ូលីសឥឡូវនេះខ្ញុំនឹងបញ្ជូនវាទៅស៊ីបាយគុកភ្លាមអាឡូប៉ុស្តិ៍នគរបាលមែនទេខ្ញុំចង់រាយការណ៍មានមនុស្សម្នាក់ធ្វើពុតជាពិការដើម្បីបោកឲ្យរៀបការនិងធ្វើឯកសារคล้ายដើម្បីគំរាមទារលុយចាស់ខ្ញុំនឹងផ្ញើទីតាំងឲ្យឥឡូវនេះអ្នកទាំងអស់គ្នាប្រញាប់មកលីសៀវជុនខ្ញុំនឹងបញ្ជូនឯងទៅស៊ីបាយគុកដោយផ្ទាល់ដៃលីសៀវជុនខ្ញុំនឹងបញ្ជូនឯងទៅស៊ីបាយគុកដោយផ្ទាល់ដៃប្រញាប់ចាប់វាកុំឲ្យវារត់រួចណែចាប់ជនសង្ស័យនឹងបើអ្នកណាដេញចាប់បានខ្ញុំនឹងជូនអាំងប៉ាវធំខ្ញុំចង់ដឹងថាតើអ្នកណាហ៊ានប៉ះពាល់គាត់តើអ្នកចង់ធ្វើអីអ្នកណាហ៊ានប៉ះពាល់គាត់គឺជាសត្រូវរបស់ត្រកូលសិនហើយនៅសម្ដែងធ្វើជាកូនស្រីច្បងត្រកូលសិនទៀតត្រកូលសិនជាត្រកូលធំទូនាងខ្វាក់ភ្នែកក៏មិនមើលឃើញអ្នកបោកប្រាស់ធ្វើពុតជាពិការដូចឯងដែរភ្ញាក់ឡើងរូពីងអាចជាកូនស្រីច្បងត្រកូលសិនបាទយ៉ាងម៉េចពួកបោកប្រាស់សម័យនេះគួរឲ្យអស់សំណើចមែនត្រូវហើយថែមទាំងហ៊ានសហការគ្នាធ្វើរឿងខុសច្បាប់បាទខ្ញុំជាប្រធានផ្នែកអាជីវកម្មនៃក្រុមហ៊ុនត្រកូលសិនខ្ញុំគ្រាន់តែខលមួយខ្សែនឹងដឹងការពិតភ្លាមប្រញាប់ខុសទៅទម្លីពួកគេកំភ្លៀងពួកគេឲ្យបែកមុខតែម្ដងទៅអាឡូប៉ាវាយបោចង់សួររឿងមួយតើកូនស្រីច្បងត្រកូលសិនរៀបការថ្ងៃនេះមែនទេតើឯងទៅពាក្យចាំអារ៉ាមនឹងមកពីណាកុំនិយាយទេផ្ដាស់អ្នកនាងសិនសំបីមិត្តប្រុសក៏គ្មានផងតើទៅការជាមួយអ្នកណាកុំនាំរឿងដល់ប៉ាឲ្យសោះឃើញទេខ្ញុំបានទម្លាយឯងហើយ
ឯងគ្រាន់តែជាអ្នកបោកប្រាស់ម្នាក់ប៉ុណ្ណោះជាអ្នកបោកប្រាស់មែនទេតើប៉ារបស់ឯងឈ្មោះអីខ្ញុំនឹងដេញគាត់ចេញពីការងារឥឡូវនេះស្អីគេនាងចង់ដេញប៉ាខ្ញុំចេញនាងស្មានថានាងជាប្រធានក្រុមហ៊ុនត្រកូសិនមែនទេខ្ញុំជាអ្នកណាវាមិនសំខាន់ទេបើខ្លាំងប្រាប់ឈ្មោះប៉ាអញមកប៉ាខ្ញុំឈ្មោះហាងស៊ូឡាងបើនាងដេញគាត់ចេញបាទខ្ញុំនឹង live វីដេអូស៊ីលីមកឲ្យមើលល្អណាស់ហាឡូប្រញាប់ដេញប្រធានផ្នែកអាជីវកម្មឈ្មោះហាងស៊ូឡាងចេញភ្លាមប្រាប់គាត់ថាកូនប្រុសរបស់គាត់មានចរិតថោកទាបមកប៉ះពាល់ខ្ញុំរួចរាល់ហើយកុំមកសម្ដែងទៀតអីមនុស្សឥតការដូចជាលីសៀវជុនតើអ្នកណាខ្លះចង់ការជាមួយវានាងពិតជាស្មានថាមានគេចាត់ទុកវាជាកំណប់មែនទេហើយខ្ញុំមិនដឹងថាចំណងចំណូលចិត្តនាងអន់ដល់កម្រិតណាទេបានជាចាត់ទុកមនុស្សប្រុសដែលខ្ញុំបោះបង់ចោលជាកំណប់ទ្រព្យទៅវិញមនុស្សប្រុសដែលត្រូវគេបោះបង់ស៊ូស៊ីអ្នកពិតជាលើកដំកើងខ្លួនឯងមែនថ្ងៃនេះគឺខ្ញុំទេដែលជាអ្នកសំបែកពីអ្នកនោះអ្នកជាអ្នកសំបែកមែនទេអ្នកគ្រាន់តែអាងបានឡើងក្រែជាមួយសឹងសាវប៉ុណ្ណោះវាយឺតពេលសម្រាប់ពីសោកស្ដាយហើយស៊ូស៊ីកុំមកអួតអីត្រូវហើយឯងគ្រាន់តែជាអាមនុស្សធ្វើពុតជាពិការដើម្បីបោកមនោសញ្ចេតនាកូនស្រីខ្ញុំប៉ុណ្ណោះតើឯងមានសិទ្ធិអីមកជេរកូនស្រីខ្ញុំចាំឲ្យម៉ាក់ខ្ញុំនិងគ្រួសារខ្ញុំមកដល់សិនឯងនឹងដឹងថាខ្ញុំមានសិទ្ធិអីមកឯងហាហាម៉ាក់សម្រាមរបស់ឯងខ្មាស់គេមិនហ៊ានមកកាឯងមែនទេបិទមាត់ទៅម៉ាក់ខ្ញុំទៅឌូបៃដើម្បីយកចិញ្ចៀនពេជ្រផ្កាយតម្លៃរាប់រយលានដែលផលិតមានកំណត់មកឲ្យកូនប្រសាគាត់បន្តិចទៀតគាត់នឹងមកដល់ហើយតើឯងនិយាយថាអីចិញ្ចៀនពេជ្រផ្កាយរាប់រយលានឯងមិនមែនសង្ឃឹមថានឹងប្រើល្បិចនេះដើម្បីតាមអង្វរឲ្យខ្ញុំត្រឡប់ទៅវិញទេដឹងឲ្យខ្ញុំតាមអង្វរអ្នកមែនទេតើអ្នកមានតម្លៃអីមានតែអ្នកនាងសិនម្នាក់គត់ដែលជាភរិយាតែមួយគត់ខ្ញុំពិតជាពូកែសម្ដែងមែនអូត្រូវហើយមិញនឹងថាតែងចង់ដេញប៉ារបស់ហាងស៊ូឡាងចេញពីការងារទេអីចុះលទ្ធផលនៃណាត្រូវហើយដេញប៉ាខ្ញុំចេញមែនទេខ្ញុំចាំមើលនាងដេញគាត់ចេញដេញមកដេញមកដេញមកបៃបាវប៉ានិយាយថាម៉េចមិនអាចទេមិនក៏ឯងខ្លាយជាកូនស្រីច្បងត្រកូសិនពិតមែនតើជារឿងពិតមែនហ៎ពិតមែនតើជារឿងពិតមិនអាចទេត្រកូអភិជនមិនក៏មកស្រឡាញ់អត្តការដូចជាលីសៀវជុនទៅវិញប្តីខ្ញុំមិនមែនជាមនុស្សអត្តការទេគាត់ជាបរិសុទ្ធល្អបំផុតលើលោកមានតែឯងទេដែលភ្នែកខ្វាក់អ្នកនាងសិនខ្ញុំខុសហើយខ្ញុំជ្រុលមាត់សូមមេត្តាកុំដេញប៉ាខ្ញុំចេញអីគាត់ជាបង្គោលគ្រួសារខ្ញុំបើបាត់ការងារពួកខ្ញុំចប់ហើយតើវាតាក់ទងអីនឹងខ្ញុំអ្នកដែលហ៊ានប៉ះពាល់ប្តីខ្ញុំត្រូវតែធ្លាក់នរកគុំសង្ឃឹមថានឹងបានងើបរួចឲ្យសោះប្តីសម្លាញ់បងយោយ៉ាងណាដែរបងគិតថាអូននិយាយត្រូវហើយសៀវជុនខ្ញុំអង្វរែងហើយគិតដល់ពួកយើងជាមិត្តចាស់ជួយខ្ញុំផងជួយឯងមែនទេខ្ញុំមិនមានមិត្តរួមថ្នាក់ដ៏អាម៉ាស់និងសម្រាមដូចឯងទេអ្នកប្រុសជើងសៀវអ្នកជួយខ្ញុំដោយសារតែជួយអ្នកទើបអញប្រញាប់អីអាលីជុនគឺជាជនបោកប្រាស់គាត់ប្រកាសជាប្រើវិធីអ្វីមួយដើម្បីបោកកូនស្រីច្បងរបស់គ្រួសារសិនចាំបន្តិចទៀតពេលប្រធានក្រុមសន្តិសុខមកដល់គាត់នឹងបង្ហាញមុខពិតរបស់គាត់ជាមិនខានអ្នកណាជាអ្នករាយការណ៍រឿងបោកប្រាស់អ្នកណារាយការណ៍រឿងបោកប្រាស់លោកមន្ត្រីនៅទីនេះមានរឿងអ្វីបោកប្រាស់រឿងអ្វីគឺគាត់ចង់បោកខ្ញុំឲ្យរៀបការជាមួយគាត់ដូច្នេះគាត់ធ្វើជាមនុស្សពិការបន្ទាប់ពីពួកយើងបកស្រាយដឹងការពិតគាត់ថែមទាំងខ្លាញ់បន្លំវិកឲ្យបានដើម្បីឲ្យពួកយើងសង្លុយទៀតគាត់ថែមទាំងទាមទារលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់ទៅរាប់សិបលានភស្តុតាងនៅណាយកភស្តុតាងមកឲ្យខ្ញុំនេះជាអ្វីកាលពីមុនគាត់បានរងរបួសពេលជួយសង្គ្រោះខ្ញុំប៉ុន្តែឥឡូវនេះខ្ញុំចង់បែកគ្នាជាមួយគាត់ប្រាប់ខ្ញុំថាគាត់បានព្យាបាលនៅមន្ទីរពេទ្យរាជវង្សប៉ែកខាងជើងហើយចំណាយអស់3,000,000គាត់ទាមទារឲ្យខ្ញុំសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យរាជវង្សប៉ែកខាងជើងហើយចំណាយអស់3,000,000កូនឲ្យការបោកប្រាស់របស់ឯងនេះថោកទាបកម្រិតណាទៅឯងបោកបានហួសហេតុពេកហើយឯងដឹងទេថាតើមនុស្សប្រភេទណាទើបអាចទៅព្យាបាលនៅមន្ទីរពេទ្យរាជវង្សប៉ែកខាងជើងបានទីនោះទទួលតែអ្នកមានអំណាចអ្នកមានកិត្តិយសនិងវីរបុរសពិសេសប៉ុណ្ណោះម្នាក់សុទ្ធតែជាបុគ្គលមានឥទ្ធិពលយ៉ាងខ្លាំងក្នុងសង្គមឯងគិតថាឯងជាខ្ញុំមិនមែនជាអ្នកណាទេប៉ុន្តែម្ដាយខ្ញុំជាមហាសេដ្ឋីលេខ1របស់ពិភពលោកកម្ដាយឯងជាមហាសេដ្ឋីលេខ1របស់ពិភពលោកនោះម្ដាយខ្ញុំក៏ជាមហាសេដ្ឋីលេខ1ក្នុងសកលលោកដែរលោកប៉ូលីសសូមប្រញាប់ពិនិត្យឯកសារនេះហើយចាប់គាត់ទៅបានហើយមើលទៅលើកនេះខ្ញុំនឹងទទួលបានស្នាដៃធំម្ដងទៀតហើយហានេះរឿងទៅដល់ណាហើយលោកមន្ត្រីមិនអាចទៅរួចទេមានរឿងអ្វីលោកមន្ត្រីតើចំនួនទឹកប្រាក់ដែលគាត់រាយការណ៍គឺតិចជាងចំនួនពិតឬមែនហើយចំនួនលុយធំបែបនេះសូម្បីតែលោកមន្ត្រីក៏មិនធ្លាប់ឃើញដែរប្រកាសជាអាចប្រន្ទាទោសតើមានរឿងអ្វីទេលោកមន្ត្រីនៅលើវិក្កយបត្រនីមួយសុទ្ធតែមានត្រាផ្លូវការរបស់មន្ទីរពេទ្យរាជវង្សវាទាំងអស់សុទ្ធតែជារបស់អ្វីនេះជារបស់ពិតមែនអាចទៅរួចទេគាត់គ្រាន់តែជាបុរសក្រីក្រម្នាក់ដែលគ្មានអ្វីសោះតើគាត់អាចទៅព្យាបាលនៅមន្ទីរពេទ្យរាជវង្សបានដោយរបៀបណាមែនហើយគ្រាន់តែជួបគ្រោះថ្នាក់ចរាចរណ៍ហើយរងរបួសបន្តិចបន្តួចប៉ុណ្ណោះតើអាចទៅសម្រាប់ព្យាបាលនៅមន្ទីរពេទ្យរាជវង្សហើយចំណាយអស់3,000,000បានយ៉ាងដូចម្តេចត្រូវរថយន្តបុកហើយរងរបួសបន្តិចបន្តួចស៊ុយអ្នកពិតជាគិតថាកាលពីដំបូងខ្ញុំគ្រាន់តែរងរបួសបន្តិចមែនទេមិនមែនពេលនោះខ្ញុំទៅមន្ទីរពេទ្យមើលអ្នកម្ដាយអ្នកប្រាប់ថាមិនចាំបាច់មកទេគាត់ថាអ្នកគ្រាន់តែរងរបួសបន្តិចហើយពីរបីថ្ងៃក៏អាចចេញពីមន្ទីរពេទ្យបានហើយខ្ញុំចាំបានច្បាស់ណាស់មែនហើយម្ដាយខ្ញុំបាននិយាយបែបនោះមែនប៉ុន្តែអ្នកដឹងទេថាហេតុអ្វីប៉ុន្តែស្ថានភាពជំងឺរបស់ខ្ញុំបានធ្ងន់ឡើងហើយខ្ញុំត្រូវបានសង្គ្រោះអស់រយៈពេលជាង10ម៉ោងទើបអាចយកជីវិតខ្ញុំត្រឡប់មកវិញបានខ្ញុំខ្លាចអ្នកបារម្ភដូច្នេះខ្ញុំប្រាប់ម្ដាយខ្ញុំថាកុំប្រាប់អ្នកពីការពិតល្មមហើយកុំមកសម្ដែងឈុតអាណិតខ្លួនឯងទៀតអ្នកគិតថាខ្ញុំនឹងជឿ
មកដល់ពេលនេះគាត់នៅតែព្យាយាមទទួលបានការអាណិតពីកូនស្រីខ្ញុំគាត់ពិតជាអត់អៀនខ្មាស់ម៉េចគាត់មិនបានបោកអ្នកទេនៅលើលិខិតពិនិត្យព្យាបាលបានសរសេរយ៉ាងច្បាស់ថាអ្នកជំងឺឈ្មោះលីស៊ីវជុនបានរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យបាក់ឆ្អឹងចំនួន33កន្លែងអ្វីដែលធ្ងន់បំផុតគឺឆ្អឹងក្នុងបាក់និងសរសៃប្រសាទតាគៀករងការខូចខាតដែលអាចបណ្ដាលឲ្យពិការពាក់កណ្ដាលខ្លួននិងពិការអស់មួយជីវិតមិនអាចទេពិតជាបែបនេះមែនឬអ្នកគិតថាម៉េចកាលពីដំបូងខ្ញុំពិតជាគិតថាអ្នកមិនខ្វល់ពីគ្រួសារក្រីក្ររបស់ខ្ញុំហើយស្រឡាញ់ខ្ញុំជាមនុស្សម្នាក់ដូច្នេះខ្ញុំបានស្បត់ថាខ្ញុំនឹងប្រើជីវិតរបស់ខ្ញុំការពារអ្នកពេលរថយន្តកំពុងបុកអ្នកខ្ញុំបានរុញអ្នកចេញហើយទទួលគ្រោះថ្នាក់ទាំងអស់ចំនួនអ្នកក្រោយមកស្ថានភាពរបស់ខ្ញុំកាន់តែធ្ងន់ខ្ញុំក៏ចិត្តអ្នកលាក់បាំងអ្នកព្រោះខ្លាចអ្នកបារម្ភនិងខ្លាចអ្នកមានបន្ទុកខ្ញុំជ្រើសរើសមិនប្រាប់ការពិតដល់អ្នកប៉ុន្តែខ្ញុំមិនដែលគិតថាអ្នកនឹងខ្លាចជាមនុស្សដែលមើលឃើញតែផលប្រយោជន៍ហើយបែរក្នុងក្បត់ខ្ញុំបែបនេះទេមិនអាចទៅរួចទេគាត់កំពុងខ្លាញ់បន្លំគាត់កំពុងនិយាយកុហកហេតុអ្វីនៅតែគិតថាមានបញ្ហាអ្វីទៀតបញ្ហានេះធំណាស់បញ្ហាអ្វីវាសាមញ្ញណាស់នៅក្នុងរបាយការណ៍វិទ្យាសាស្ត្រនេះសរសេរថាគាត់បាក់ឆ្អឹងជាង30កន្លែងហើយឆ្អឹងខ្នងនិងសរសៃប្រសាទត្រគាកក៏រងរបួសដែរដែលអាចបណ្ដាលឲ្យពិការពាក់កណ្ដាលខ្លួននិងពិការអស់មួយជីវិតតើនេះមិនមានបញ្ហាទេមែនទេមិនខុសទេនៅក្នុងលិខិតពិនិត្យព្យាបាលពិតជាសរសេរបែបនេះមែនដូច្នេះបញ្ហាគឺមកដល់ហើយបើគាត់រងរបួសធ្ងន់ដល់ថ្នាក់អាចពិការពាក់កណ្ដាលខ្លួននិងពិការអស់មួយជីវិតតែហេតុអ្វីគាត់អាចឈរនៅទីនេះដោយគ្មានរបួសសូម្បីតែបន្តិចនេះហើយជាការបោកប្រាស់ដែលមើលឃើញច្បាស់បែបនេះអាយ៉ាហេតុអីទៅការខ្លាញ់បន្លំនិងការបោកប្រាស់នេះវាច្បាស់ពេកហើយមែនហើយពិតមែនហើយមើលទៅគេដូចជាគ្មានរឿងអីកើតឡើងអញ្ចឹងនឹងហើយចំណុចខ្វះខាតនេះច្បាស់ពេកហើយយើងត្រូវការអាជ្ញាកណ្ដាលមកពិនិត្យផ្ទាល់ទោះបីជាត្រាបោះមកនោះជាត្រាពិតក៏ក្នុងនឹងប្រកាសជាមានការបន្លំដែរត្រូវហើយប្រសិនបើមានរបួសធ្ងន់ធ្ងរដល់ថ្នាក់នឹងមែនគឺគ្មានផ្លូវព្យាបាលឲ្យជាបានឡើយក្នុងវិស័យវិទ្យាសាស្ត្រសម័យទំនើបក៏មិនដែលព្យាបាលជាជំងឺប្រភេទនេះដែរបើអញ្ចឹងមែនបានព្យាបាលរបស់គេនឹងវិកេបាត់30លាននៅមន្ទីរពេទ្យលួងសុទ្ធតែជាការភូតកុហកនេះគឺជាការបោកប្រាស់យ៉ាងច្បាស់ក្រឡែតប្តីសម្លាញ់របស់ទាំងនេះពិតជាคล้ายមែនអីមិននឹងអាចទៅរួចអូនមើលបងមើលតើបងដូចជាមនុស្សដែលពូកែបោកគេដែរទេរឿងនេះវាមានការអីឲ្យប្រកាសទៅរឿងអីអញ្ចឹងហើយបងនឹងហៅនាយកមន្ទីរពេទ្យលួងឲ្យមកទីនេះដោយផ្ទាល់តែម្ដងស្អីគេឯងចង់ហៅនាយកមន្ទីរពេទ្យលួងមកមែនទេឯងដឹងទេថានាយកមន្ទីរពេទ្យលួងមានឋានៈខ្ពង់ខ្ពស់ប៉ុណ្ណាសូម្បីតែពួកមន្ត្រីជាន់ខ្ពស់ក៏ចង់អែបអបគាត់ដែរចុះឯងជាស្អីទៅពួកឯងជាកង្កែបក្នុងអណ្ដូងចេះតែចូលចិត្តសង្ស័យលើភាពអស្ចារ្យនៃមេឃនឹងដេកថ្ងៃនេះខ្ញុំនឹងឲ្យពួកឯងបានឃើញនៅសមត្ថភាពពិតប្រាកដរបស់ខ្ញុំបងស្រីអាពីពីរបស់ខ្ញុំមានបញ្ហាបន្តិចបងជួយឲ្យនាយកមន្ទីរពេទ្យលួងមកទីនេះមួយផ្លែតមកមានរឿងអីទៅប្អូនប្រុសតើឯងមានរបួសអីមែនទេអត់ទេមានរឿងខ្លះត្រូវការឲ្យគាត់នៅទីនេះបានបងនឹងឲ្យគាត់ជិះយន្តហោះឯកជនមកឥឡូវនេះចាំមើលទៅពេលនាយកមន្ទីរពេទ្យលួងមកដល់ខ្ញុំនឹងនិយាយរឿងនិទានដ៏អស្ចារ្យមួយឲ្យពួកឯងស្ដាប់ដើម្បីឲ្យពួកឯងដឹងថាអ្វីទៅជាភាពខ្មាស់អៀននិងភាពអន់ថយរបស់ខ្លួនឯងខ្ញុំនឹងនិយាយរឿងនិទានដ៏អស្ចារ្យមួយឲ្យពួកឯងស្ដាប់ដើម្បីឲ្យពួកឯងដឹងថាអ្វីទៅជាភាពខ្មាស់អៀននិងភាពអន់ថយរបស់ខ្លួនឯងខ្ញុំពិតជាទ្រាំមិនបានមែនបើមិនផ្ដល់មេរៀនឲ្យឯងទេឯងមិនដឹងថាប៉ងម៉ារបស់ឯងមានភ្នែកប៉ុន្មានទេឯងគឺជាកូនស្រីច្បងត្រកូលសិនមែនទេត្រូវហើយតើមានការអីឥឡូវនេះខ្ញុំបញ្ជាឲ្យនាងកាត់ផ្ដាច់ទំនាក់ទំនងជាមួយអាបោកប្រាស់លីស៊ីវជីងនេះភ្លាមរៀបការជាមួយខ្ញុំភ្លាមទៅខ្ញុំនឹងធានាឲ្យនាងមានក្តីសោមមិនអញ្ចឹងទេកុំបន្ទោសខ្ញុំតែធ្វើឲ្យត្រកូលសិនត្រូវដួលរលំឯងនិយាយថាស្អីចង់កំចាត់ត្រកូលសិនអញ្ចឹងហីឯងឈួតហើយមែនទេត្រកូលសិនគឺជាត្រកូលកម្ពុជាទាំង4ដែលមានទ្រព្យសម្បត្តិរាប់ពាន់លានចុះឯងជាអ្នកមានត្រឹមតែរាប់រយលានសោះហ៊ាននិយាយចង់កំចាត់ត្រកូលសិនផងបើនាងមិនព្រមស្ដាប់តាមសម្ដីខ្ញុំហើយនៅបន្តនៅជាមួយអាបោកប្រាស់នេះទៀតមែនទេតើឯងស្មានថាឯងជាស្អីទៅបានជាមកបញ្ជាខ្ញុំបាននោះប្តីសម្លាញ់ពួកយើងមកបង្ហាញប្តីស្រឡាញ់ដាក់គ្នាឲ្យគេមើលទៅស្អីគេថ្ងៃនេះជាថ្ងៃមង្គលការរបស់ពួកយើងណាមកទីនេះមកពិតជាមិនចេះខ្មាស់គេមែននេះដូចជាមិនដែលឃើញមនុស្សប្រុសអញ្ចឹងនៅចំពោះមុខមនុស្សម្នាច្រើនបែបនេះជាហ៊ានមកថាបគ្នាទៅវិញពិតជាធ្វើឲ្យខូចទំនៀមទម្លាប់មែនបើឯងចង់ធ្វើជាសត្រូវជាមួយខ្ញុំកុំបន្ទោសខ្ញុំអាឡូលោកម្ចាស់គឺកូនស្រីត្រកូលសិននាងហ៊ានធ្វើជាសត្រូវជាមួយខ្ញុំសូមជួយកម្ចាត់និងកំទេចត្រកូលសិនជាបន្ទាន់គឺកូនស្រីត្រកូលសិននាងហ៊ានធ្វើជាសត្រូវជាមួយខ្ញុំសូមជួយកម្ចាត់និងកំទេចត្រកូលសិនជាបន្ទាន់ត្រកូលសិនត្រៀមខ្លួនដួលរលំទៅប្តីសម្លាញ់អូនខ្លាចណាស់គេគ្រាន់តែជាអ្នកមានថ្មីថ្មោងសោះហ៊ានមកកំទេចត្រកូលសិនអូនខ្លាចរហូតដល់ញ័រខ្លួនអស់ហើយនេះមិនអីទេបងធានាថាត្រកូលសិននឹងមិនអីទេផ្ទុយទៅវិញគឺក្រុមហ៊ុនរបស់គេដែលត្រូវរលាយហើយគេនឹងខ្លាចជាអ្នកសុំទាននៅតាមចិញ្ចើមថ្នល់ឯងចង់ន័យថាក្រុមហ៊ុនរបស់ខ្ញុំត្រូវដួលរលំហើយខ្ញុំត្រូវខ្លាចជាអ្នកសុំទានមែនទេឯងពិតជាមិនស្គាល់ខ្លួនឯងមែនឯងគ្មានអ្វីសោះគ្រាន់តែជាកម្មករសំណងម្នាក់
តើអញអាចធ្វើឲ្យមហាសេដ្ឋីដូចជាខ្ញុំដួលរំបានដោយរបៀបណាទៅអញប្រហែលជាមិនដឹងទេថាកម្មករសំណងម្នាក់ដូចជាអញអាចមកដល់ចំណុចនេះបានដោយសារអ្វីចុះអញចង់មានន័យថាអញជាអ្នកជួយជ្រោមជ្រែងខ្ញុំមែនទេត្រូវហើយអ្វីដែលអញមាននៅថ្ងៃនេះគឺដោយសារបងប្រុសទី5របស់បងស្រីខ្ញុំជួយអញបើគ្មានគ្រួសារខ្ញុំជួយទេនោះអញសំបីតែលាមកក៏មិនស្មើផងពួកអញស្ដាប់មើលតើវាបាននិយាយអីខ្លះវានិយាយថាទ្រព្យសម្បត្តិខ្ញុំមានក៏ដោយសារវាអញ្ចឹងម្ដាយវាគ្រាន់តែជាអ្នកសម្អាតម្ដាយវាជាអ្នកក្រីក្រសោះបែរជាអាចជួយខ្ញុំបានជួយឲ្យមហាសេដ្ឋីដូចជាខ្ញុំមានបានអញ្ចឹងហីពិតជាឈួតខ្លាំងមែនទែនហើយតែបែរជាមានមនុស្សជឿសម្ដីវារហូតដល់ឲ្យកូនស្រីត្រកូលសិនមកចាញ់បោកវាបានទៀតកុំបារម្ភអីចាំត្រកូលសិនដួលរំទៅនាងនឹងដឹងខ្លួនហើយឯងនិយាយថាត្រកូលសិននឹងដួលរំមែនទេឯងនឹងត្រូវស្ដាយក្រោយអាលូពីងឯងណែណាចេញមកឲ្យឆាប់មកសេនរូប៊ីងនាងណែណាចេញមកក្រៅជួបយើងភ្លាមពុកមានការអីនាងហ៊ានលួចលាក់រៀបការជាមួយអ្នកផ្សេងដោយមិនប្រាប់ពួកយើងផងពិតមែនហើយឪពុកម្ដាយចិញ្ចឹមនាងដល់ពេលរៀបការមិនប្រាប់ពួកគាត់មួយម៉ាត់រូប៊ីងនាងធ្វើបែបនេះហួសហេតុពេកហើយខ្ញុំប្រាប់ពួកគាត់ហើយតែពួកគាត់មិនយល់ព្រមដោយខ្លួនឯងពួកគាត់មិនព្រមហើយនាងនៅតែរៀបការនាងចង់ធ្វើឲ្យពួកគាត់ខឹងរហូតស្លាប់មែនទេជីវិតរបស់ខ្ញុំហេតុអីត្រូវឲ្យពួកគាត់មកសម្រេចជំនុំព្រោះតែពួកយើងជាអ្នកចិញ្ចឹមនាងរហូតដល់ធំនេះបានទេគាត់ពិតជាបានប្រើខ្សែរយៈដើម្បីជួយគ្រួសារសេនរបស់ពួកយើងមែនចុះនាងគិតយ៉ាងម៉េចស្មានថាគាត់ដូចជាពួកបោកប្រាស់មែនទេតែអួតអាងពិតមែនហើយមានតែលោកម្ចាស់វ័យក្មេងសឹងទេដែលខ្លាំងពូកែឃើញទេថាការដែលខ្ញុំបោះបង់គេចោលគឺជាជំរឿដ៏ឆ្លាតវៃបំផុតលោកម្ចាស់វ័យក្មេងសឹងបាត់ពិតមែនហើយគឺខ្ញុំនេះឯងតើមានការអីចង់សួរនាំដែរទេលោកម្ចាស់វ័យក្មេងសឹងខ្ញុំសូមទោសកូនស្រីខ្ញុំផងដែលនាងមិនដឹងខ្យល់អីខ្ញុំសូមទោសលោកជំនួសនាងនៅទីនេះតែម្ដងតើលោកចង់ឲ្យពួកយើងធ្វើអ្វីពួកយើងនឹងធ្វើមើលទៅលោកម្ចាស់វ័យក្មេងសឹងជាអ្នកធ្វើការធំមានចក្ខុវិស័យខ្ពស់ណាស់បានជួយគ្រួសារសេនឲ្យឆ្លងផុតគ្រាលំបាកពួកយើងពិតជាដឹងគុណខ្លាំងណាស់ខ្ញុំសូមស្បោះក្នុងនាមជាតំណាងគ្រួសារសេនឲ្យតែលោកម្ចាស់វ័យក្មេងសឹងព្រមលើកលែងទោសខ្ញុំសុខចិត្តប្រគល់ភាគហ៊ុន 40% ជូនលោកទេមកដល់កម្រិតដូចជាខ្ញុំនេះខ្ញុំមិនខ្វះលុយកាក់នោះទេអ្វីដែលខ្ញុំខ្វល់គឺកិត្តិយសបើចង់ឲ្យខ្ញុំអត់ទោសឲ្យត្រូវតែស្ដារកិត្តិយសឲ្យខ្ញុំវិញលោកម្ចាស់វ័យក្មេងសឹងតើលោកចង់ឲ្យពួកយើងធ្វើអ្វីសូមប្រាប់មកចុះពួកយើងនឹងធ្វើតាមភ្លាមអ្វីដែលខ្ញុំចង់បានគឺសាមញ្ញទេលីសៀវជុនគឺជាស្ត្រីស្លាប់រស់របស់ខ្ញុំចង់ឲ្យកូនស្រីលោកចោលការរៀបការជាមួយវាភ្លាមបោះបង់វាចោលរួចលុបជង្គង់សុំទោសខ្ញុំនោះខ្ញុំនឹងចាត់ទុកថារឿងថ្ងៃនេះមិនដែលកើតឡើងឡើយលោកម្ចាស់វ័យក្មេងសឹងលោកពិតជាមានចិត្តទូលាយណាស់ល្អណាស់លោកម្ចាស់វ័យក្មេងសឹងពិតជាមានចិត្តបុណ្យមែនទេប្រញាប់ផ្ដាច់ទំនាក់ទំនងជាមួយអាអ្នកស្រីនេះទៅហើយសុំទោសលោកម្ចាស់វ័យក្មេងសឹងភ្លាមលីសៀវជុនឃើញទេនេះគឺជាគម្លាតរវាងឯងនិងយើងនឹងធ្វើឲ្យឯងងើបក្បាលមិនរួចអស់មួយជីវិតលីសៀវជុនឃើញទេនេះគឺជាគម្លាតរវាងឯងនិងយើងនឹងធ្វើឲ្យឯងងើបក្បាលមិនរួចអស់មួយជីវិតស្អីគេហ៊ានចូលខាងអាអ្នកស្រាយតាំងនឹងលោកម្ចាស់វ័យក្មេងសឹងចាំខ្ញុំជួយទះវាមួយកំភ្លៀងពុកចង់ធ្វើអីហ្នឹងថយចេញទៅលោកម្ចាស់វ័យក្មេងសឹងចាំមើលខ្ញុំវាឲ្យងាប់អ្នកឯងគួរតែមានសំណាងហើយដែលមានកូនស្រីល្អម្នាក់បើមិនដូច្នោះទេខ្ញុំនឹងធ្វើឲ្យគ្រូសាសេនរលីសូនពីលើលោកនេះលោកពុកមិនអីទេមែនទេបងកុំបារម្ភអីអូនមិនអីទេទោះជាមានរឿងអ្វីក៏ដោយក៏អូននៅតែរៀបការជាមួយបងដែរល្អណាស់ខ្ញុំលីសៀវជុនលាក់បាំងអត្តសញ្ញាណជាច្រើនឆ្នាំទីបំផុតបានជួបមនុស្សដែលស្រឡាញ់ខ្ញុំពិតប្រាកដហើយអូនកុំបារម្ភបងនឹងពាក់មកុដឲ្យអូនដោយផ្ទាល់ដៃនឹងធ្វើឲ្យអូនក្លាយជាមនុស្សដែលមានសុភមង្គលបំផុតក្នុងលោកនៅតែអ៊ូទៀតសំបីតែប្រពន្ធខ្លួនឯងក៏មើលងាយដែរចង់ទៅពាក់មកុដឲ្យអ្នកណាទៅពិតមែនហើយសំបីតែរឿងបោកប្រាស់ក៏ហ៊ានធ្វើដែរនៅមានមុខមកសម្ដែងទៀតមែនទេពិតជាមនុស្សស្រីថោកទាបដែលមើលមនុស្សមិនធ្លុះមែនបន្តិចទៀតអ្នកនឹងដឹងថាខ្ញុំជាអ្នកណាអត្តសញ្ញាណពិតមែនទេខ្ញុំដឹងតើគឺបន្ទាប់ពីគ្រូសាសេននាំខ្លួននាងទៅបាត់ឯងនឹងក្លាយជាមនុស្សម្នាក់ឯងពិតជាធ្លាក់ខ្លួនមែនកូនស្រីច្បងត្រកូលសេនបែរជារៀបការជាមួយមនុស្សបែបនេះទៅវិញគួរឲ្យអស់សំណើចណាស់ទៅជាមួយពុកទៅណាទេកូនមិនទៅណាទាំងអស់លែងកូនជួយផងកូនមិនទៅទេទៅជាមួយពុកទៅណាទេកូនមិនទៅណាទាំងអស់លែងកូនជួយផងកូនមិនទៅទេលែងនាងភ្លាមលែងនាងទៅលែងដៃចេញខ្ញុំប្រាប់ឯងឲ្យដឹងទោះបីជាសេនតុងសឹងងឹតភ្នែកក៏មិនប្រគល់កូនស្រីឲ្យមនុស្សសម្រាមដូចជាឯងដែរខ្ញុំជាសម្រាមមែនទេខ្ញុំគឺជាម្ចាស់វ័យក្មេងនៃសម្ព័ន្ធក្រុមហ៊ុនលីថាងឯងនិយាយថាអីជាម្ចាស់វ័យក្មេងនៃសម្ព័ន្ធក្រុមហ៊ុនលីថាងឯងនេះពិតជាអត់អៀនខ្មាស់ដល់ថ្នាក់ឈួតហើយមនុស្សសម្រាមដូចឯងសំបីតែកាន់ស្បែកជើងឲ្យគេក៏មិនសមផងនៅហ៊ានបន្លំជាគេទៀតមែនទេនេះក៏ជាលើកទី1ដែរតែខ្ញុំបានឃើញមនុស្សអត់អៀនខ្មាស់ដល់ថ្នាក់នេះមិនដឹងវាបានមកធ្វើជាមិត្តតាំងពីក្មេងរបស់ខ្ញុំយ៉ាងម៉េចទេពិតជាចំណុចខ្មៅក្នុងជីវិតខ្ញុំមែនអូមែនហើយរឿងដែលវាបន្លំវិកគេបတ်ខ្លាំងខ្លាយក៏មិនទាន់ដោះស្រាយច្បាស់លាស់ដែរលីសៀវជុនឯងមិននិយាយថានឹងហៅប្រធានមន្ទីរពេទ្យលុងមកទេអីតើមនុស្សណែណាល្មមឈប់ទៅវាគ្រាន់តែជាមនុស្សបោកប្រាស់ម្នាក់វាមិនអាចហៅអ្នកណាមកបានទេមេបញ្ជាការចាងប្រញាប់ចាប់ខ្លួនវាទៅ
មនុស្សបែបនេះចាប់យកទៅសួរនាំទៅបានហើយកុំឲ្យមករំខានពិធីការងារការរបស់ខ្ញុំនិងលោកម្ចាស់សិនចុះអ្នកដែលអញហៅមកណែណាបើគ្មានអ្នកណាមកបញ្ជាក់ឲ្យទេខ្ញុំនឹងចាប់អញទៅស៊ើបអង្កេតហើយមិនបាច់ហៅអ្នកណាមកបញ្ជាក់ទេខ្ញុំហ៊ានធានានឹងច្បាស់ក្នុងចិត្តថាអាម្នាក់នេះគឺជាអ្នកបោកប្រាស់ពិតមែនហើយចាប់វាទៅតើអ្នកណាហ៊ានប៉ះពាល់លោកម្ចាស់វ័យក្មេងលីតើនរណាហ៊ានចាប់អ្នកប្រុសលីតើគេជាអ្នកណាគេគឺជាប្រធានមន្ទីរពេទ្យលួងស្អីគេប្រធានមន្ទីរពេទ្យលួងមែនហើយខ្ញុំធ្លាប់ដើរកាត់មន្ទីរពេទ្យលួងឃើញមនុស្សជាច្រើនហៅគេបែបនេះខ្ញុំចាំមិនខុសទេគេពិតជាប្រធានមន្ទីរពេទ្យលួងមែនចៅប៊ីតាវសូមគោរពអ្នកប្រុសលីលោកប្រធានចៅលោកមកចំពេលល្អណាស់មិនដឹងថាអ្នកប្រុសលីហៅខ្ញុំមកមានកិច្ចការអ្វីឲ្យខ្ញុំជួយដែរឬទេតើខ្ញុំធ្លាប់ព្យាបាលរបួសឆ្អឹងខ្នងនឹងវះកាត់សរសៃប្រសាទអស់ជាង30លានមែនទេបាត់មែនហើយតើមានរឿងអ្វីមែនទេពួកគេសង្ស័យថាវិកេបាវិទ្យាសាស្ត្ររបស់ខ្ញុំគឺជារបស់ខ្លាំងខ្លាទើបហៅលោកមកបញ្ជាក់ថាលោកជាអ្នកណាស្អីគេថាអ្នកប្រុសធ្វើរបស់ខ្លាំងខ្លាយកមកឲ្យខ្ញុំមើលភ្លាមបើកភ្នែកមើលឲ្យច្បាស់ទៅនេះគឺជាត្រាផ្លូវការរបស់មន្ទីរពេទ្យលួងទិន្នន័យនីមួយនៅលើនេះសុទ្ធតែជាការពិតទាំងអស់វាមិនអាចទៅរួចទេមិនក៏គេអាចចំណាយលុយជាង30លានដើម្បីព្យាបាលជំងឺនៅមន្ទីរពេទ្យលួងបានឯងថាគេមានខ្សែស្រឡាយមកពីណាខ្លាចតែនិយាយចេញមកធ្វើឲ្យឯងភ័យស្លាប់មិនមែនជាមនុស្សដែលគេជួលឲ្យមកសម្ដែងជាមួយទេគេគ្រាន់តែជាអាបោកប្រាស់តែខ្ញុំទើបតែទាត់ចោលប៉ុណ្ណោះតើអាចមានខ្សែស្រឡាយស្អីទៅទោះបីជាខ្ញុំមិនដឹងថាអ្នកប្រុសលេងខ្សែស្រឡាយអ្វីតែខ្ញុំគ្រាន់តែដឹងថាបងស្រីច្បងរបស់គេគឺជាមេតបស្រីរបស់អាណាចក្របងស្រីទី2គឺជាកំពូលតារាចម្រៀងហើយបងស្រីទី3គឺជាគ្រូទីដ៏ល្បីក្នុងវិស័យហិរញ្ញវត្ថុសួរថាអ្នកនៅទីនេះម្នាក់ណាដែលមានឋានៈស័ក្តិសមនឹងអ្នកប្រុសលីមិនដឹងថាអ្នកនៅទីនេះម្នាក់ណាតែមានឋានៈស័ក្តិសមនឹងអ្នកប្រុសលីពេលនេះខ្ញុំអាចប្រកាសថាឯងគឺជាអាបោកប្រាស់ត្រូវហើយបងស្រីទាំង3របស់លីសាវជុនពួកយើងស្គាល់ច្បាស់ណាស់បងស្រីធំចិត្ត30ឆ្នាំហើយសូម្បីតែសង្សារក៏មិនទាន់មានផងត្រូវហើយខ្ញុំចាំបានថាផ្ទះរបស់ពួកគេមានតែបន្ទប់គេង2និងបន្ទប់ទទួលភ្ញៀវមួយប៉ុណ្ណោះពេលបងស្រីទាំង3មកលេងផ្ទះម្ដងអ្នកត្រូវដេកលើគ្រែតែមួយទៀតត្រូវហើយខ្ញុំនឹកឃើញហើយខ្ញុំចាំថាមានលើកមួយគេថាបងស្រីគេមកលេងតែគ្មានកន្លែងដេកចង់មកសុំដេកនៅផ្ទះខ្ញុំតែត្រូវខ្ញុំបដិសេធអញពិតជាហ៊ានអួតដល់ថ្នាក់នឹងផងឈួតបាត់ហើយពិតជាឈួតមែនតើអញគ្មានខួរក្បាលសោះមែនទេអញសាកសួរអ្នកនៅទីនេះមើលតើនរណាជឿសម្ដីរបស់ឯងសម្ដីឥតន័យតើអ្នកទាំងអស់គ្នាជឿទេអាហាមិនជឿទេវាឲ្យងាប់ក៏មិនជឿដែរលីសាវជុនយ៉ាងម៉េចដែរភូតកុហកគ្មាននរណាម្នាក់ជឿឯងឡើយខ្ញុំជឿលោកជឿហេលោកជឿមានការស្អីពួកលោកទាំងពីរសុទ្ធតែជាពួកបោកប្រាស់ដូចគ្នាខ្ញុំចង់និយាយថាពួកឯងពិតជាភ្នែកខ្វាក់មែនអ្នកប្រុសលីបន្ទាបខ្លួនមកនៅជាមួយពួកឯងតែពួកឯងបែរជាមើងងាយគេទៅវិញអ្នកប្រុសលីខ្ញុំពិតជាមានអារម្មណ៍ថាវាមិនសមនឹងអ្នកប្រុសសោះអ្នកប្រុសមានឋានៈខ្ពង់ខ្ពស់បែរជាមកនៅជាមួយពួកមនុស្សថោកទាបបែបនេះសុទ្ធតែជាអ្នករាប់អានគ្នាតាំងពីយូរមកហើយខ្ញុំគឺជាមនុស្សឲ្យតម្លៃលើមនោសញ្ចេតនាគ្រាន់តែមិននឹកស្មានថាពួកគេគឺជាពួកមនុស្សដែលមើលមនុស្សតែសម្បកក្រៅថ្ងៃនេះខ្ញុំនឹងកាត់ផ្ដាច់រាល់ទំនាក់ទំនងទាំងអស់ជាមួយពួកគេបាទឋានៈខ្ពង់ខ្ពស់ដូចជាអ្នកប្រុសសំបីតែពួកអ្នកធំក៏ចង់លើកជើងមិនបានផងហេតុអ្វីត្រូវមកទ្រាំក៏មិនសូវជាស្ដាយក្រោយប៉ុន្មានដែរខ្ញុំលាក់អត្តសញ្ញាណទើបអាចរកឃើញមនុស្សជាទីស្រឡាញ់បំផុតរូពីងតោះទៅលេងដៃខ្ញុំភ្លាមទៅពុកអាមនុស្សក្រីក្រតោកយ៉ាមកនិយាយអួតក្អេងក្អាំងនៅទីនេះអញស្មានថាសម្ដីអួតរបស់ឯងអាចបោកកូនស្រីខ្ញុំហើយអាចមកបោកពួកខ្ញុំបានមែនទេតោះទៅជាមួយពុកកូនមិនទៅទេលេងកូនភ្លាមកូនមិនទៅទេលេងកូនភ្លាមកូនមិនទៅទេលេងកូនភ្លាមកូនមិនទៅទេកូនមិនទៅទេស្អីគេណាប្អូនតើអញចង់និយាយអ្វីថ្ងៃនេះគឺជាថ្ងៃមង្គលការរបស់ខ្ញុំនិងរូបខ្ញុំប្រាប់លោកថាពួកលោកមិនអាចនាំនាងទៅបានទេនិយាយអេតន័យវាមិនមែនជារឿងរបស់អញទេខ្ញុំនាំកូនស្រីខ្ញុំទៅខ្ញុំមើលទៅអញប្រហែលជាចង់ស៊ីកណ្ដាប់ដៃហើយខ្ញុំមិនខ្វល់ទេថ្ងៃនេះពួកលោកដាច់ខាតមិនអាចនាំនាងទៅបានទេខ្ញុំនឹងទូរស័ព្ទទៅម៉ាក់ខ្ញុំភ្លាមខ្ញុំមិនខ្វល់ទេថ្ងៃនេះពួកលោកដាច់ខាតមិនអាចនាំនាងទៅបានទេខ្ញុំនឹងទូរស័ព្ទទៅម៉ាក់ខ្ញុំភ្លាមម៉ាក់មិនទាន់ដល់ទៀតមែនទេកូនប្រសាម៉ាក់ចិត្តត្រូវបានគេឆក់យកទៅបាត់ហើយបាត់ប្រញាប់ឡើងម៉ាក់ចាំមើលទៅឧទ្ធម្ភាគចារបស់ម៉ាក់ខ្ញុំបានមកដល់លើមេឃទីក្រុងយន្តឆឹងហើយបន្តិចទៀតនឹងចុះចតហើយស្អីគេឯងថាឧទ្ធម្ភាគចារបស់ម៉ាក់ឯងមកដល់លើមេឃទីក្រុងយន្តឆឹងហើយហេពិតជាធ្វើឲ្យបាក់មុខបាក់មាត់ខ្លាំងណាស់កូនស្រីការដែលកូនទាត់វាចោលពិតជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតរៀបការជាមួយអ្នកប្រុសចឹងទៅបើការជាមួយវាវិញមុខមាត់ត្រកូលស៊ូរបស់យើងច្បាស់ជាត្រូវខ្ទេចអស់មិនខានតើឲ្យយើងទៅជួបមុខគេឯងយ៉ាងម៉េចទៅពិតណាស់ភ្នែកខ្ញុំមើលមនុស្សមិនខុសទេខ្ញុំមើលដឹងតាំងពីយូរមកហើយថាអ្នកប្រុសចឹងគឺជាមនុស្សមានសមត្ថភាពមែនទេអ្នកប្រុសចឹងបាត់មែនហើយអូនសម្លាញ់អូនស្អាតបែបនេះបងអត់ទ្រាំមិនបានទេចង់ថាប់អូននៅចំពោះមុខមនុស្សគ្រប់គ្នាអញ្ចឹងអ្នកប្រុសចឹងចាំស្អីទៀតថាប់នៅមុខគេទៅដើម្បីឲ្យវាខឹងនិងច្រណែនល្អបងនឹងធ្វើឲ្យវាឃើញកូនក្រមុំដែលត្រូវរៀបការជាមួយវាថ្ងៃនេះតើការមកថាប់ជាមួយបងវាជាការអាម៉ាស់កម្រិតណាមែនទេអាហាឃើញយូរនៅ
មនុស្សក្រីក្រតោកយ៉ាក់ដែលដេកដីលោកប្រធានចូលរំខានជួយយកក្រដាសនិងប៊ិចមកឲ្យខ្ញុំបន្តិចបាទលីសាវជុនតើឯងចង់ធ្វើអ្វីខ្ញុំចង់ឲ្យម៉ែនិងកូនឯងទាំងពីរចងចាំថ្ងៃនេះអស់មួយជីវិតរំខានសុំខ្ចីក្នុងលោកធ្វើជាបន្តិចបាទអ្នកប្រុសលីឯងគឺជាពួកបោកប្រាស់តើឯងចង់ធ្វើអ្វីរំខានអ្នកជួយរក្សាទុកវាឲ្យខ្ញុំបន្តិចចាំពេលភ្លើងនេះរលត់អស់នោះកិច្ចការខ្ញុំនឹងសម្រេចហើយជួយមើលថែវាឲ្យបានល្អផងលោកចាស់អ្នកឃើញទេអាបោកប្រាស់ម្នាក់នេះមិនដឹងជាកំពុងលេងល្បិចបោកប្រាស់អ្វីទៀតទេប្រញាប់ចាប់វាទៅត្រូវហើយវាពិតជាប៉ះពាល់ដល់មុខមាត់ទីក្រុងយន់ឆឹងរបស់យើងណាស់ប្រញាប់ចាប់វាទៅឥឡូវនេះខ្ញុំត្រូវផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់ឯងបើខ្ញុំមិនអាចបញ្ជាក់បានថាឯងគឺជាប្រធានមន្ទីរពេទ្យលួងទេនោះខ្ញុំនឹងចាប់ខ្លួនឯងក្នុងនាមច្បាប់ប្រឆាំងនឹងការបោកប្រាស់ផ្ទៀងផ្ទាត់អត្តសញ្ញាណខ្ញុំអញ្ចឹងឯងមើលឲ្យច្បាស់ទៅប្រធានមន្ទីរពេទ្យលួងចាំងជីងហាហើយនៅមានលោកម្ចាស់កាំងទៀតលោកពិតជាប្រធានមន្ទីរពេទ្យលួងមែនមិនដែរនៅស្មានថាខ្ញុំបោកប្រាស់ទៀតទេចង់ចាប់ខ្ញុំទៀតទេមិនហ៊ានទេលោកប្រធានខ្ញុំសុំទោសខ្ញុំមានការបន្តិចខ្ញុំសុំលាសិនហើយមិនដែរពួកឯងនៅស្មានថាខ្ញុំជាអ្នកបន្លំទៀតមែនទេចង់ប្តឹងប៉ូលីសឲ្យមកចាប់ខ្ញុំទេមិនពិតទេវាមិនអាចទៅរួចទេលីសាវជុនគឺជាអាបោកប្រាស់តែខ្ញុំបានបណ្តេញចេញតើវាខ្លាចជាមនុស្សពាក់ព័ន្ធនឹងប្រធានមន្ទីរពេទ្យលួងយ៉ាងម៉េចទៅមិនពិតទេវាមិនអាចទៅរួចទេលីសាវជុនគឺជាអាបោកប្រាស់ខ្ញុំបានបណ្តេញចេញតើវាខ្លាចជាមនុស្សពាក់ព័ន្ធនឹងប្រធានមន្ទីរពេទ្យលួងយ៉ាងម៉េចទៅនាងយល់ច្រឡំហើយមិនមែនលីសាវមានជើងមានដៃជាមួយខ្ញុំទើបអស្ចារ្យនោះទេតែវាគឺជាកិត្តិយសរបស់ខ្ញុំទៅវិញទេតែមានទំនាក់ទំនងជាមួយលីសាវអ្នកប្រុសយន្តតើវាពិតជាមានក្នុងបង្អែកធំមែនទេវាមានក្នុងបង្អែកស្អីទៅពួកឯងកុំចាញ់បោកវាឲ្យសោះអាលីសាវជុននឹងវាមានខ្សែស្រឡាយមកពីណាហេតុអ្វីទៅហេតុអ្វីមែនទេនៅសួរទៀតប្រសិនបើលីសាវជុនពិតជាមានខ្សែស្រឡាយមែនពេលខ្ញុំនឹងលោកប្រុសកាងប្រាល្បិចបន្តិចបន្តួចដើម្បីកំទេចត្រកូលសុនតើវាមានសមត្ថភាពអ្វីមកតាំងនឹងខ្ញុំត្រូវហើយអំបញ្ញមិញលោកប្រុសចឹងថាចង់បិទផ្លូវត្រកូលសិនតែលីសាវជុនមិនមានប្រតិកម្មអ្វីបន្តិចសោះប្រសិនបើវាមានសមត្ថភាពពិតមែនតើវាអាចបណ្ដោយឲ្យលោកប្រុសចឹងគ្រប់គ្រងតាមចិត្តបានយ៉ាងម៉េចត្រូវហើយពួកយើងធំដឹងក្តីមកជាមួយគ្នារៀនជាមួយគ្នាស្គាល់វាច្បាស់ជាងអ្វីទាំងអស់ឪពុកវាស្លាប់តាំងពីតូចម្ដាយវាមើលថែបងស្រី3នាក់នឹងវាបងស្រី3នាក់នោះចេញទៅធ្វើការឆ្ងាយមិនដែលឃើញមកផ្ទះផងហើយអាលីសាវជុននឹងជួបគ្រោះថ្នាក់ឡានប៊ីស្លាប់ថែមទាំងសង្ឃឹមលើស៊ូសៀទៀតអុយលទ្ធផលចុងក្រោយល្បិចវាត្រូវបែកការស៊ូសៀក៏បានទាត់ក្បាលវាចោលក្នុងថ្ងៃការតែម្ដងសម្រាប់បែបហ្នឹងតើវាមានក្នុងបង្អែកស្អីទៅត្រូវហើយម្ដាយវាគឺជាមិត្តជិតស្និទ្ធរបស់ខ្ញុំជាស្រីមេម៉ាយប្តីស្លាប់ចោលនៅក្នុងភូមិសំបីតែពូកំឡោះចាស់ក៏មិនយកវាដែរបើវាជាអ្នកមានបំផុតក្នុងលោកខ្ញុំច្បាស់ជាមហាក្សត្រីហើយតែថាអត្តសញ្ញាណបានប្រធានមន្ទីរពេទ្យលួងរបស់វាគឺជារបស់ពិតណាស់លោកប្រុសចឹងក៏បានពិនិត្យរួចហើយដែរខ្ញុំដឹងថាជារឿងអ្វីហើយតែជារឿងអ្វីទៅវាអាចទៅរួចដែលវាគ្រាន់តែមានមុខមាត់ដូចប្រធានមន្ទីរពេទ្យលួងប៉ុណ្ណោះវាប្រហែលជាលួចអត្តសញ្ញាណប័ណ្ណរបស់លោកប្រធានពិតប្រាកដរួចហើយក៏ចេញមកដើរបោកប្រាស់គេពេញទឹកពេញដីត្រូវហើយលីសាវជុនឯងឆាប់សារភាពមកថាឯងជាជនបោកប្រាស់បើមិនដូច្នោះទេគ្រាន់តែខ្ញុំចេញបញ្ជាតែមួយម៉ាត់ខ្ញុំនឹងផ្ដាច់ផ្លូវរស់របស់ឯងសូម្បីតែការងារជាអ្នកបោះសម្អាតរបស់ម្ដាយក៏រក្សាមិនបានដែរតើនរណាគេចង់ឲ្យខ្ញុំបាត់បង់ការងារតើនរណាគេចង់ឲ្យខ្ញុំបាត់បង់ការងារហ្នឹងស៊ូស៊ីងជុនក៏មកធ្វើជាអ្នកបោះសម្អាតដែរឃើញទេម្នាក់នេះហើយគឺជាម្ដាយរបស់លីសាវជុនឃើញនៅសម្លៀកបំពាក់អ្នកបោះសម្អាតពេញខ្លួនមិនចាំបាច់និយាយច្រើនទៀតទេអាបោកប្រាស់នៅតែជាអាបោកប្រាស់របស់คล้ายគ្មានថ្ងៃคล้ายជាការពិតបានឡើយនេះពិតជាម្ដាយរបស់វាពិតមែនតើមានអីត្រូវคล้ายទៀតនៅភូមិជាមួយខ្ញុំនឹងទោះវាคล้ายជាផេះក៏ខ្ញុំចំណាំបានដែរម៉ាក់កូនប្រុសតើនរណាដណ្ដើមប្រពន្ធកូនគឺវាក្រងមិនឲ្យរូពីងរៀបការជាមួយកូនថែមទាំងចង់នាំរូពីងចេញទៅទៀតរូពីងមែនទេគឺជាក្មេងស្រីដែលកូនផ្ញើសារប្រាប់ម៉ាក់ថាបន្ទាប់ពីស៊ូសៀចុះចោលកូនទៅមានថ្មីជាមួយចឹងជៀននាងគឺជាក្មេងស្រីដែលនឹងរៀបការជាមួយកូនមែនទេបាទម៉ាក់មកនេះហើយគឺរូពីងម៉ាក់ជំរាបសួរម៉ាក់ល្អណាស់ពិតជាមិនអាក្រក់មែនកូនប្រសាម្នាក់នេះម៉ាក់ទទួលយកហើយម៉ាក់ឲ្យតែម៉ាក់យល់ព្រមគឺបានមែនទេតើឯងជាស្អីគេត្រូវហើយគ្រាន់តែជាអ្នកបោះសម្អាតតាមផ្លូវម្នាក់មិនឆ្លោះកញ្ចក់មើលមុខខ្លួនឯងខ្លះផងតើឯងសមនឹងមកចូលក្នុងត្រកូលសិនរបស់យើងទេមិនសមទេតែធ្វើមិនបានបើពួកវាជាមនុស្សមិនស្គាល់ខ្មាស់
អ្នកឯងគ្រាន់តែជាអ្នកបោះសម្អាតហ៊ានវីខ្ញុំផងគឺវីមនុស្សថោកទាបដែលឃើញតែលុយដូចអ្នកឯងនឹងហើយប្រយ័ត្នខ្ញុំទះឲ្យហាមមុខឥឡូវនេះជាងស៊ីវហ្វាងអ្នកហ៊ានវីកូនស្រីខ្ញុំផងខ្ញុំនឹងសងសឹកអ្នកវិញមិនខានអ្នកមីងវីបានល្អណាស់មនុស្សថោកទាបបែបនេះគួរតែត្រូវវីឲ្យខ្លាំងល្អណាស់ជាងស៊ីហ្វាអ្នកឯងពិតជាមិនស្គាល់ច្បាប់ទម្លាប់មែនលោកម្ចាស់ជន់គេហ៊ានវីម្ដាយក្មេកលោកឆាប់ជួយសងសឹកខ្ញុំឲ្យលឿនឡើងត្រូវហើយត្រូវតែចាត់ការជាងស៊ីហ្វាហ៊ានមកវីសាច់ញាតិលោកម្ចាស់ជន់រឿងនេះមិនអាចអត់អន់ឲ្យបានទេកូនអ្នកបោះសម្អាតសោះចង់រៀបការជាមួយកូនស្រីគ្រួសារអភិជនសិនមិនដឹងជាអ្នកណាផ្ដល់កម្លាំងចិត្តឲ្យអ្នកឯងទេប្រហែលជាដោយសារមិនទាន់ធ្លាប់ត្រូវគេវីឲ្យចាស់ដែរបានហើយអ្នកមីងជាងភាពច្រឡះបើនឹងអត់អៀនខ្មាស់របស់អ្នកធ្វើឲ្យគេឯងក្តៅក្រហាយអស់ហើយបើគុំតែគិតដល់មុខមាត់នាងសៀវជន់ខ្ញុំច្បាស់ជាបង្ខំឲ្យអ្នកឯងលុតជង្គង់សុំទោសពួកយើងភ្លាមមិនខានបើមិនដូច្នោះទេត្រឹមតែមួយទូរស័ព្ទការងារអ្នកបោះសម្អាតក៏គង់តែនឹងបាត់បង់ដែរជួនសៅបើគុំតែឃើញកូនប្រុសខ្ញុំទុកលោកជាបងប្អូនហើយខ្ញុំធ្លាប់ជួយលោកទេពេលនេះមិនដឹងជាកំពុងលីសែងនៅការដ្ឋានសំណង់ណានោះទេឥឡូវគ្រាន់តែមានបានមិនត្រឹមតែដណ្ដើមសង្សារកូនប្រុសខ្ញុំទេថែមទាំងចង់មកប្រកួតជាមួយខ្ញុំទៀតមិនទាន់សំទេនិយាយអីហ្នឹងអ្នកធ្លាប់ជួយខ្ញុំជាម្ចាស់ក្រុមហ៊ុនដ៏ធំមានទ្រព្យសម្បត្តិរាប់រយលានអ្នកគ្រាន់តែជាអ្នកបោះសម្អាតស្នាក់នៅផ្ទះជួលសោះហ៊ាននិយាយថាជួយខ្ញុំផងត្រូវហើយម្ដាយយ៉ាងណាកូនយ៉ាងនោះសុទ្ធតែជាមនុស្សអត់អៀនខ្មាស់ដូចគ្នារូបពីងមើលឲ្យច្បាស់ទៅថាមនុស្សគ្រួសារនេះមានចរិតបែបណាកុំឲ្យខូចឈ្មោះគ្រួសារសិនយើងអស់ឲ្យខូចឈ្មោះគ្រួសារសិនយើងអស់ប៉ាមនុស្សដែលកូនរើដោយខ្លួនឯងទោះបីត្រូវគេសាយចំអកក៏កូនសុខចិត្តដែរអ្នកឯងលោកម្ចាស់សិនកុំខឹងអីចំណែកខ្ញុំវិញមានគំនិតល្អមួយលោកម្ចាស់ជន់តើលោកមានគំនិតល្អអ្វីទៅតាមត្រង់ទៅកូនស្រីច្បងគ្រួសារសិនពិតជាមានសម្រស់ស្រស់ស្អាតលើគេបើរៀបការជាមួយលីសាវជន់កូនអ្នកបោះសម្អាតគឺពិតជាគួរឲ្យស្ដាយខ្លាំងណាស់រឿងនេះពិតជាមិនអាចទទួលយកបានទេឬក៏រៀបការជាមួយខ្ញុំវិញក៏បានចៃដន្យណាស់ខ្ញុំក៏ចូលចិត្តមនុស្សដូចជាអ្នកនាងសិនដែរលោកម្ចាស់ជន់តើលោកមិនមានគូដណ្ដឹងហើយទេត្រូវហើយលោកម្ចាស់ជន់និយាយអីហ្នឹងថ្ងៃនេះមិនមែនជាថ្ងៃរៀបការរបស់យើងទេថ្ងៃរៀបការស្អីទៅរៀបការហើយក៏អាចលេងលេះគ្នាបានដែរម្យ៉ាងវិញទៀតពិធីការរបស់យើងមិនទាន់ទាំងចាប់ផ្ដើមផងមែនទេលោកម្ចាស់ជន់កូនស្រីខ្ញុំសុខចិត្តបោះបង់លីសាវជន់ដើម្បីមកនៅជាមួយលោកមិនអាចបោះបង់នាងចោលបានទេពិតមកទៅអ្នកឯងទើបតែនិយាយអំបញ្ញមិញតើថាស៊ូសៀបានក្បត់លីសាវជន់ហើយចុះនាងមិនអាចក្បត់ខ្ញុំដែរទេអីម្យ៉ាងទៀតបើនិយាយពីឋានៈនិងវង្សត្រកូលគ្មានកន្លែងណាអាចប្រៀបជាមួយអ្នកនាងសិនបានឡើយយ៉ាងម៉េចដែរលោកម្ចាស់សិនការភ្ជាប់ពាក្យនេះលោកយល់ព្រមទេខ្ញុំគិតថាអាចទៅរួចត្រូវហើយលោកម្ចាស់ជន់មានក្នុងបង្អែកជាក្រុមហ៊ុកលីថាងគ្រាន់តែសម្ដីមួយម៉ាត់អាចកំណត់វាសនាគ្រួសារសិនបានបើសិនជាបានចងសម្ព័ន្ធភាពជាមួយលោកគ្រួសារសិនយើងប្រកាសជាថ្គុំថ្កើងមិនខានខ្ញុំក៏យល់ស្របដូចគ្នាចៃដន្យណាស់ថ្ងៃនេះជាថ្ងៃជប់លៀងស្រាប់រៀបចំពិធីមង្គលការតែម្ដងទៅម៉ាក់កូនទ្រាំលេងបានហើយឆាប់ធ្វើឲ្យគេខ្សែធនភ្លាមទៅកូនស្រីម៉ាក់សួរម្ដងទៀតតើកូនពិតជាចង់រៀបការជាមួយកូនប្រុសម៉ាក់មែនទេចាស់ម៉ាក់ទោះបីជាគាត់គ្មានអ្វីសោះក៏កូននៅតែរៀបការជាមួយគាត់ដែរដូច្នេះហើយពួកយើងមិនបាច់ធ្វើឲ្យផ្អើលបែបនេះទេល្អណាស់ស័ក្តិសមជាកូនប្រសារដ៏ល្អរបស់ម៉ាក់ថ្ងៃនេះម៉ាក់នឹងផ្ដល់កាដូដ៏ធំមួយឲ្យកូនយកចិញ្ចៀនពេជ្រស្ដារីស្កាយចេញមកម៉ាក់ចង់បំពាក់ឲ្យកូនប្រសាររបស់ម៉ាក់យកចិញ្ចៀនពេជ្រស្ដារីស្កាយដែលមានតែមួយលើលោកចេញមកម៉ាក់ចង់បំពាក់ឲ្យកូនប្រសារនិយាយអីហ្នឹងចិញ្ចៀនពេជ្រតម្លៃរាប់ពាន់លានដែលមានតែមួយលើលោកពិតជានិយាយអួតមិនចេះខ្មាស់មែនចិញ្ចៀនពេជ្រស្អីគេហ្នឹងតម្លៃរាប់ពាន់លានអ្នកឯងប្រហែលជាមិនស្គាល់ថាវាច្រើនប៉ុណ្ណាផងអូយនេះគឺជាចិញ្ចៀនពេជ្រស្ដារីស្កាយដែលមានតម្លៃរាប់ពាន់លាននោះមែនទេនេះប្រហែលជារើសចេញពីគំនរសម្រាមទេដឹងមើលទៅខ្មៅខ្វក់បែបនេះម៉ាក់កូនប្រាប់ម៉ាក់ហើយតើថាគ្មានចាំបាច់ខ្វល់រឿងមុខមាត់ខាងក្រៅអីនោះទេហេតុអ្វីបានជាម៉ាក់ឲ្យគេសាយចំអកបែបនេះបងសម្លាញ់ជួយខាត់ម៉ាក់ផងអូនសម្លាញ់អូនត្រូវជឿបងម៉ាក់បងគឺជាអ្នកមានបំផុតលើលោកពិតមែនហើយចិញ្ចៀនពេជ្រស្ដារីស្កាយនេះក៏ជារបស់ពិតដែររឿងនេះអាចទៅរួចយ៉ាងម៉េចទោះបីជាខ្ញុំមិនដែលឃើញចិញ្ចៀនពេជ្រស្ដារីស្កាយក៏ដោយក៏ធ្លាប់ព្រឹកថាវាស្រស់ស្អាតនិងភ្លឺថ្លាខ្លាំងណាស់ហេតុអ្វីបានជាមើលទៅចាស់រហែកបែបនេះជារបស់ចាស់អត់តម្លៃចឹងគិតថាអូនជាមនុស្សល្ងងមែនទេកូនប្រសាបើកូនមិនជឿម៉ាក់ទេថ្ងៃនេះម៉ាក់នឹងឲ្យកូនបានឃើញថាអ្វីទៅដែលហៅថាចិញ្ចៀនពេជ្រស្ដារីស្កាយតែមានតែមួយលើលោកពិតប្រាកដកូនប្រសាកូនមិនជឿម៉ាក់ទេអីចឹងថ្ងៃនេះម៉ាក់នឹងបង្ហាញឲ្យកូនឃើញថាអ្វីទៅជាចិញ្ចៀនពេជ្រស្ដារីស្កាយតែមានតែមួយលើលោកពិតប្រាកដនេះអាចទៅរួចយ៉ាងម៉េចព្រោះតែចិញ្ចៀនពេជ្រស្ដារីស្កាយមានតម្លៃខ្លាំងនិងមានពន្លឺចែងចាំង
ទើបអ្នករចនាបានប្រើប្រាស់ប្រអប់តែបិទបាំងពន្លឺរបស់វាទុកទី1គឺដើម្បីសុវត្ថិភាពរបស់ចិញ្ចៀនទី2គឺដើម្បីបង្កើតភាពភ្ញាក់ផ្អើលនៅពេលដែលវាត្រូវបានបង្ហាញចេញមកកូនប្រុសមកនេះឆាប់បំពាក់ឲ្យប្រពន្ធកូនទៅនេះជាចិញ្ចៀនពេជ្រ Starry Sky តម្លៃរាប់ពាន់លានពិតមែនខ្ញុំមិនដែលឃើញចិញ្ចៀនណាដែលស្អាតនិងមានតម្លៃបែបនេះទេច្បាស់ជាคล้ายហើយនាងគ្រាន់តែជាអ្នកបោះសម្អាតតើមានលុយឯណាទៅទិញចិញ្ចៀនតម្លៃរាប់ពាន់លានបែបនេះចិញ្ចៀនពេជ្រ Starry Sky តំណាងឲ្យឋានៈនិងបុណ្យស័ក្តិមិនមែនមានតែលុយគឺអាចទិញបាននោះទេនាងប្រកាសជាឃើញពួកយើងមិនស្គាល់ទើបយករបស់คล้ายមកបោកប្រាស់បែបនេះត្រូវហើយរបស់ដែលមានតែមួយលើលោកទាមទារឲ្យមានឋានៈនិងបុណ្យស័ក្តិខ្ពស់ត្រឹមតែអ្នកបោះសម្អាតដូចអ្នកឯងសំដែរឬខ្ញុំមើលទៅអ្នកឯងគឺជាមនុស្សបោកប្រាស់ពិតបើអ្នកឯងព្រមទទួលកំហុសនៅពេលនេះខ្ញុំអាចនឹងលើកលែងទោសឲ្យតែបើអ្នកឯងនៅតែរឹងរូសទៀតនោះត្រឹមតែមួយទូរស័ព្ទខ្ញុំនឹងធ្វើឲ្យអ្នកឯងដេកគុកអស់មួយជីវិតជួនសាវសូមកុំខឹងលោកគិតដល់មុខមាត់កូនស្រីខ្ញុំផងបើមិនដូច្នោះទេខ្ញុំនឹងកំទេចមុខជំនួញរបស់គ្រូសាសិនឲ្យខ្ទេចខ្ទីមិនខាននៅតែមានចរិតច្រឡះបែបនេះទៀតអំបញ្ញមិញលោកមិនបាននិយាយចង់កំទេចមុខជំនួញខ្ញុំទេឥឡូវនេះមិនក៏ខ្ញុំមិនឃើញអីកើតឡើងសោះអីចឹងមែនទេអីគេមិនអាចទៅរួចទេជួនសាវលោកត្រូវបានក្រុមហ៊ុនលីថាងបណ្ដេញចេញពិតមែនឬតើអ្នកនាងពិតជាអ្នកមានបំផុតលើលោកពិតមែនឬលោកអាចមិនជឿក៏បានឲ្យតែលោកអាចទទួលយកលទ្ធផលដែលកើតឡើងបានមិនពិតទេអ្នកឯងមិនមែនជាអ្នកមានបំផុតលើលោកទេអ្នកឯងគឺជាម្ដាយរបស់លីសាវជុនជាអ្នកបោះសម្អាតធម្មតាម្នាក់ប៉ុណ្ណោះត្រូវហើយពួកយើងជាមិត្តនឹងគ្នាប្តីអ្នកឯងស្លាប់ចោលអ្នកឯងចិញ្ចឹមកូនស្រី3នាក់កូនប្រុសម្នាក់តែម្នាក់ឯងកូនស្រីទាំង3ធ្វើការនៅឆ្ងាយតើអ្នកឯងអាចខ្លាចជាអ្នកមានបំផុតលើលោកបានយ៉ាងម៉េចត្រូវហើយមើលសម្លៀកបំពាក់និងមនុស្សដែលតាមអ្នកឯងទៅមានចំណុចណាដែលមើលទៅដូចអ្នកមានសោះអ្នកឯងមិនអាចជាអ្នកមានបំផុតលើលោកបានទេអូត្រូវហើយមនុស្សទាំងនេះម្នាក់ក្នុងចំណោមពួកគេនិយាយថាខ្លួនជាអ្នកគ្រប់គ្រងនៅលីថាងខ្ញុំនឹងទៅហៅគាត់មកឥឡូវនេះចាំមើលគាត់មកដល់គាត់នឹងហែកមុខអ្នកបោកប្រាស់ដូចជាអ្នកឯងកូនស្រីឲ្យម៉ាក់មើលចិញ្ចៀនកូនបន្តិចមើលបន្ទាប់ពីពាក់វាហើយកូនមានអារម្មណ៍ថាមានក្តីសុខខ្លាំងណាស់កូនជឿថាវាគឺជារបស់ពិតគុណភាពរបស់វាពិតជាល្អខ្លាំងណាស់ល្អមែនទែនត្រូវហើយពណ៌របស់វាពិតជាស្រស់ស្អាតនិងខ្ពង់ខ្ពស់ខ្លាំងណាស់ខ្ញុំមិនដែលឃើញពីមុនមកទេឬក៏វាជារបស់ពិតមែនមិនអាចទេគ្រួសារនេះសុទ្ធតែជាមនុស្សបោកប្រាស់តើអាចមានលុយទិញចិញ្ចៀនពេជ្រជូនសាវបានយ៉ាងម៉េចទោះបីជារបស់ពិតក៏ប្រហែលជារើបាឬក៏លួចរបស់គេមកដែរមនុស្សស្រីដូចជាអ្នកឯងខ្ញុំពិតជាស្ដាយជំនួសកូនប្រុសខ្ញុំដែលចំណាយពេលនៅជាមួយអ្នកឯងច្រើនឆ្នាំមកនេះកូនប្រុសឥឡូវនេះកូនយល់ពីបំណងពិតប្រាកដរបស់ដែលឲ្យកូនធ្វើជាមនុស្សពិការអស់រយៈពេល3ឆ្នាំហើយឬនៅកូនយល់ពីបំណងពិតប្រាកដរបស់ម៉ាក់ដែលឲ្យកូនធ្វើជាមនុស្សពិការអស់រយៈពេល3ឆ្នាំហើយឬនៅបាត់ម៉ាក់កូនយល់ហើយមនុស្សលោកគឺបែបនេះឯងពេលដែលកូនមានលុយនិងមានឋានៈគ្រប់គ្នានឹងរាក់ទាក់មករកកូនប៉ុន្តែពួកគេគ្រាន់តែចង់បានផលប្រយោជន៍ពីកូនតែប៉ុណ្ណោះតែនៅពេលដែលកូនគ្មានលុយពួកគេនឹងបោះបង់កូនក្បត់កូនហើយថែមទាំងមើលងាយកូនទៀតផងដូច្នេះហើយមនុស្សដែលនៅក្បែរកូននឹងល្អចំពោះកូនក្នុងពេលដែលកូនគ្មានអ្វីសោះគឺជាមនុស្សដែលកូនគួរតែស្រឡាញ់បាត់ម៉ាក់កូនពិតជាមានសំណាងណាស់តែបានជួបមនុស្សបែបនេះក្មេងស្រីម្នាក់នេះល្អណាស់កូនប្រសាម្នាក់នេះម៉ាក់ទទួលស្គាល់ទៅថ្ងៃមុខទោះបីជានាងចង់បានអ្វីលើលោកនេះក៏ម៉ាក់នឹងផ្ដល់ឲ្យដែរជប់និយាយអួតទៅប្រយ័ត្នតែត្រូវគេហែកមុខឥឡូវហើយតើនឹងត្រូវហែកមុខរឿងអីទៀតទៅអំបញ្ញមិញខ្ញុំបានទេទៅអ្នកធំនៅលីថាងហើយគាត់និយាយថាប្រធានក្រុមហ៊ុនរបស់គាត់គឺនៅក្រៅប្រទេសឯណោះម្យ៉ាងវិញទៀតគាត់គឺជាមនុស្សដែលមានឋានៈខ្ពង់ខ្ពស់មិនមែនជាអ្នកបោះសម្អាតដូចអ្នកឯងទេចាំបន្តិចទៀតគាត់នឹងមកដល់ដើម្បីហែកមុខអ្នកឯងហើយឬមួយក៏អ្នកឯងគឺជាមនុស្សខ្លាំងខ្លាយពិតមែនត្រូវហើយខ្ញុំស្គាល់នាងជាង20ឆ្នាំហើយតើនាងជាមនុស្សបែបណាមិនក៏ខ្ញុំមិនដឹងទៅប៉ុន្តែតើនាងធ្វើវាបានយ៉ាងម៉េចទៅមើលទៅដូចជាការពិតខ្លាំងណាស់ល្បិចបោកប្រាស់សុទ្ធតែត្រូវបានរៀបចំយ៉ាងល្អទើបមើលទៅដូចជាការពិតបែបនេះលោកម្ចាស់ជន់ឲ្យលោកម្ចាស់ជន់គ្រូសាលោកចប់ហើយតែលោកនៅតែរឹងរូសមិនព្រមទទួលស្គាល់ការពិតទៀតអ្នកឯងនិយាយថាអីគ្រូសាជន់របស់ខ្ញុំចប់ហើយអ្នកធំម្នាក់នោះទើបតែនិយាយថាក្រុមហ៊ុនលីថាមិនដែលទទួលបានបញ្ជាឲ្យដេញនរណាម្នាក់ចេញទេខ្ញុំស្មានថាមេការរបស់ខ្ញុំប្រហែលជាទទួលទូរស័ព្ទពីពួកបោកប្រាស់ហើយមើលទៅលោកប្រធានជីនមកពីក្រុមហ៊ុនលីថាងមកដល់ហើយលោកប្រធានជីនលោកមកដល់ហើយអាថោកទាបនោះនៅទីនេះនោះនៅទីនោះ
ចាំមើលឯងសម្ដែងដល់ពេលណាលើកនេះឯងងាប់ជាមិនខានបងចិនគេថាក្រៅពីដណ្ដើមសង្សារកូនយើងគេថែមទាំងចង់បំផ្លាញផ្លូវរស់របស់យើងទៀតលោកប្រធានជីនខ្ញុំខុសហើយខ្ញុំដឹងកំហុសហើយលោកប្រធានជីនខ្ញុំខុសហើយខ្ញុំដឹងកំហុសហើយលោកប្រធានជីនហើយប្រាប់យើងមកពីមុនគេគ្រាន់តែជាជាងសំណងធម្មតាម្នាក់នៅការដ្ឋានប៉ុណ្ណោះតើឯងជួយគេឲ្យពង្រីកក្រុមហ៊ុនខ្លាយជាសេដ្ឋីរយលានដោយរបៀបណាលោកប្រធានលោកបានប្រាប់ខ្ញុំថាគេជាមិត្តភក្តិរបស់លោកម្ចាស់សាវទើបលោកឲ្យខ្ញុំជួយគេសម្ងាត់គេគឺលីស៊ីវជុនមែនទេដែលជួយឯងឲ្យងើបរួចជារឿងពិតមែនស្ដាប់ឲ្យច្បាស់តើនរណាជាអ្នកដល់ឱកាសឲ្យឯងងើបរួចបានអ្នកមីងជាងខ្ញុំសុំទោសខ្ញុំមិនដឹងថាជាអ្នកមីងទេខ្ញុំសុំទោសខ្ញុំខុសហើយឯងពិតជាមនុស្សថោកទាបមែនកូនខ្ញុំទុកឯងជាបងប្អូនតែឯងទើបតែងើបរួចបែរជាមកដណ្ដើមប្រពន្ធគេចង់បំផ្លាញគេទៅវិញលោកប្រធានជីនខ្ញុំខុសហើយសូមផ្ដល់ឱកាសឲ្យខ្ញុំម្ដងទៀតខ្ញុំនឹងកែខ្លួនជាថ្មីខ្ញុំនឹងមើលថែលោកឲ្យបានល្អមនុស្សដូចអ្នកសំបីតែធ្វើជាឆ្កែរបស់ខ្ញុំក៏មិនសមផងចង់មកមើលថែខ្ញុំមែនទេកូនប្រុសតើកូនចង់ចាត់ការគេយ៉ាងម៉េចដែរអង្គុយលើទេរុញគេបានប្រមាថខ្ញុំជន់ឆ្លេខ្ញុំដណ្ដើមសង្សារខ្ញុំហើយចង់បំផ្លាញជីវិតខ្ញុំចង់ឲ្យគេអង្គុយលើទេរុញអស់មួយជីវិតគំនិតនេះមិនអាក្រក់ទេលោកជីននៅកុំអីអ្នកមីងជាងខ្ញុំសូមអង្វរអ្នកកុំអីលីសាវជុនអ្នកមើលមុខមិត្តកាលពីក្មេងរបស់យើងផងសូមផ្ដល់ឱកាសឲ្យខ្ញុំម្ដងចាប់ពីពេលនេះទៅខ្ញុំនឹងស្ដាប់តាមអ្នកគ្រប់រឿងខ្ញុំចូលចិត្តចិញ្ចឹមឆ្កែព្រោះវាគួរឲ្យទុកចិត្តជាងវាទៅបានហើយពាក់កណ្ដាលជីវិតដែលនៅសល់អ្នកទៅអង្គុយលើទេរុញរស់នៅទៅសាកមានអារម្មណ៍ឲ្យបានល្អអំពីការអត់ទ្រាំដែលខ្ញុំបានទទួលរងអស់រយៈពេល3ឆ្នាំប៉ុន្តែខ្ញុំត្រូវអង្គុយតែ3ឆ្នាំប៉ុណ្ណោះខណៈដែលអ្នកត្រូវអង្គុយរហូតមួយជីវិតឥឡូវនេះខ្ញុំអនុញ្ញាតឲ្យអ្នកទាំងពីរនៅជាមួយគ្នាហើយអាចរៀបការបានហើយខ្ញុំនឹងជួយរៀបចំឲ្យអ្នកមនុស្សថោកទាបបែបនេះខ្ញុំមិនព្រមរៀបការជាមួយគាត់ទេសាវជុនតាមពិតខ្ញុំទើបដឹងថាមនុស្សដែលខ្ញុំនៅតែស្រឡាញ់គឺជាអ្នកមែនហើយសាវជុនពួកយើងមករំលឹកប្រវត្តិដើមវិញទៅនោះគឺជាស្នេហាគ្រាដំបូងអំបញ្ញមិញកូនប្រុសតកូលសឹងមិនមែនថាចង់ការជាមួយអ្នកនាងសិនទេអីអញ្ចឹងឲ្យគេទៅរៀបការជាមួយអ្នកនាងសិនទៅមិនដែរនៅចង់ឲ្យខ្ញុំធ្វើជាកូនប្រសាទៀតមែនទេអូយពិតមែនហើយគឺត្រូវតែអញ្ចឹងមកស៊ូស្វ័យប្រញាប់សុំទោសប្តីរបស់កូនភ្លាមទៅរឿងយល់ច្រឡំអំបញ្ញមិញនេះពិតជាមិនគួរឲ្យកើតមានសោះចាស់បងស៊ីវជុនខ្ញុំខុសហើយបងផ្ដល់ឱកាសឲ្យអូនម្ដងទៀតបានទេពួកយើងត្រឡប់ទៅរកគ្រាដើមវិញបងជិះកង់ឌុបអូទៅមើលសមុទ្រជាមួយគ្នាល្អទេខ្ញុំក៏ចង់ដែរពិតមែនឬអីចឹងហេកាន់ជឺបាទលោកម្ចាស់សាវយកកន្សែងដែលខ្ញុំទើបតែលាងអំបញ្ញមិញមកឲ្យខ្ញុំលីស៊ីវជុនតើឯងកំពុងធ្វើអីហ្នឹងលីស៊ីវជុនឯងធ្វើឈួតអីហ្នឹង3ឆ្នាំមុនដើម្បីសង្គ្រោះនាងខ្ញុំបានផ្ដល់ឈាមឲ្យរហូតត្រូវឡានបុកធ្វើឲ្យស្ទើរតែពិការគឺម្ដាយខ្ញុំបញ្ជូនខ្ញុំទៅមន្ទីរពេទ្យរយ៉ាអញ្ជើញគ្រូពេទ្យល្បីមកព្យាបាលអស់30លានទើបអាចព្យាបាលខ្ញុំឲ្យជាសះស្បើយបានពេលនោះគាត់បានប្រាប់ខ្ញុំថាកូនប្រុសកុំថាឡើយរងរបួសដើម្បីមនុស្សស្រីសូម្បីតែស្លាប់ក៏មិនធ្វើដែរតែអ្វីដែលសំខាន់បំផុតគឺត្រូវមើលថាតើមនុស្សស្រីម្នាក់នោះមានតម្លៃសមនឹងយើងដែរឬទេគាត់ប្រាប់ខ្ញុំថាប្រសិនបើខ្ញុំពិការមែនតើនាងនឹងនៅក្បែរខ្ញុំដែរឬទេតើនាងនឹងតបស្នងយើងវិញដែរឬទេគាត់ឲ្យខ្ញុំកុំមើលស្រាលភាពអាក្រក់នឹងការបោកប្រាស់របស់មនុស្សគាត់ក្នុងពិភពចំនួនច្រើនឆ្នាំមកហើយគាត់បានឃើញភាពអាក្រក់របស់មនុស្សច្រើនណាស់ដូច្នេះហើយគាត់ឲ្យខ្ញុំអង្គុយលើទេរុញធ្វើជាមនុស្សពិការធ្វើបែបនេះអាចឲ្យខ្ញុំដឹងថាតើនាងមានតម្លៃសមនឹងខ្ញុំលះបង់ដែរឬទេហើយក៏អាចឲ្យខ្ញុំមើលឃើញថានរណាខ្លះជាមិត្តភក្តិពិតប្រាកដរបស់ខ្ញុំពេលឆ្នាំនេះខ្ញុំធ្វើជាអ្នកក្រធ្វើជាមនុស្សពិការលទ្ធផលគឺឃើញច្បាស់នៅភាពអាក្រក់របស់មនុស្សម្នាក់ជាមិត្តសម្លាញ់ដែលខ្ញុំធ្លាប់ជួយជ្រោមជ្រែងម្នាក់ទៀតជាគូដណ្ដឹងដែលខ្ញុំស្រឡាញ់ស្មើជីវិតអ្នកទាំងពីរលួចមានសហាយនឹងគ្នាខ្ញុំមិនថាទេតែបែរជាមកប្រមាថមើលងាយខ្ញុំក្នុងថ្ងៃការខ្ញុំទៀតមនុស្សចិត្តល្អតែងតែត្រូវគេធ្វើបាបអញ្ចឹងឯងសុំទោសផងខ្ញុំគ្រាន់តែធ្វើពុតជាទុនខ្សោយមិនមែនទុនខ្សោយពិតប្រាកដទេឥឡូវនេះដល់ពេលដែលខ្ញុំត្រូវគិតបញ្ជីជាមួយអ្នកទាំងពីរហើយបោះអាចើងពីការនេះចេញទៅក្រៅរួចបញ្ជូនវាទៅធ្វើការធ្ងន់ទៅកុំអីទេខ្ញុំមិនចង់ធ្វើការធ្ងន់ទេសូមផ្ដល់ឱកាសឲ្យខ្ញុំម្ដងទៀតមកក្នុងវិជ្ជានុក្រមរបស់ខ្ញុំមិនដែលស្គាល់ពាក្យថាមេត្តាឡើយខ្ញុំគ្រាន់តែដឹងថាចំណាយថ្លៃព្យាបាលខ្ញុំជាង30លានកាលពីមុនហើយនឹងការវិនិយោគដែលខ្ញុំបានចំណាយលើនាងរយៈពេល3ឆ្នាំកន្លងមកនេះទោះបីជានាងធ្វើការធ្ងន់អស់មួយជីវិតក៏សងមិនអស់ដែរស្ដាប់បានហើយឬនៅសៀវជុនស៊ីជៀនកុំធ្វើបែបនេះអីអ្នកទាំងពីរស្រឡាញ់គ្នាខ្លាំងណាស់តើស្រឡាញ់ស្អីទៅកុំមកធ្វើឲ្យខ្ញុំចង់ក្អួតខ្ញុំមិនមែនកំពុងយកសັບទេមែនទេក្រៅពីមិនបានខ្វិនហើយរឿងរ៉ាវគ្រប់យ៉ាងនៅចំពោះមុខហើយអ្នកនៅតែមិនជឿទៀតមែនទេខ្ញុំគ្រាន់តែមានអារម្មណ៍ថាក្តីសុខនេះមកដល់លឿនពេករហូតដូចជាមិនមែនជាការពិតមនុស្សចិត្តល្អនិងស្មោះត្រង់សំនឹងទទួលបានកាដូណាមួយពីក្រុមហ៊ុនធានជៀនម៉ាក់ថ្ងៃនេះនឹងផ្ទេរតំណែងឲ្យរូមីងមែនទេអូផ្ទេរឲ្យខ្ញុំហេតុអ្វីទៅផ្ទេរឲ្យខ្ញុំឥឡូវនេះតែម្ដងមែនទេអូផ្ទេរឲ្យខ្ញុំហេតុអ្វីទៅផ្ទេរឲ្យខ្ញុំឥឡូវនេះតែម្ដងមែនទេព្រោះនេះជាច្បាប់ទម្លាប់គ្រួសារយើងមនុស្សស្រីគឺជាអ្នកទុនខ្សោយត្រូវការសុវត្ថិភាពបំផុតដូច្នេះត្រូវប្រគល់ទ្រព្យសម្បត្តិទាំងអស់ឲ្យនារី
តែលក្ខខណ្ឌគឺនារីនោះត្រូវតែមានចរិតសមរម្យហើយឯងក៏បានឆ្លងកាត់ការសាកល្បងពីម៉ាក់និងកូនប្រុសរបស់ម៉ាក់រួចហើយប៉ុន្តែអីយ៉ារូមីងនៅក៏ប៉ុន្តែខុសស្អីទៀតម៉ាក់ក្មេកចិត្តល្អបែបនេះប្រញាប់អរគុណគាត់ទៅត្រូវហើយនេះជាម៉ាក់ក្មេកដែលល្អបំផុតក្នុងលោកហើយរូមីងប្រញាប់អរគុណគាត់ទៅវាពាក់ព័ន្ធស្អីនឹងពួកឯងកុំមកចេះដឹងរឿងអ្នកអតីនៅក្បែរនេះអីយ៉ាមើលចុះសោកជន់នឹងរូមីងរៀបការហើយពួកយើងសុទ្ធតែជាសាច់ញាតិនឹងគ្នាពួកគ្រូសាសិនគឺដូចគ្នាទាំងអស់សុទ្ធតែពួកលើកជើងខ្ញុំទទួលស្គាល់រូមីងតែសាច់ញាតិដូចពួកឯងខ្ញុំមិនទទួលទេទៅឲ្យឆ្ងាយទៅមិនបានទេកូនប្រុសលោកចង់ការជាមួយកូនស្រីខ្ញុំយ៉ាងណាក៏ពួកយើងត្រូវនៅទីនេះដែរមែនទេត្រូវហើយរូមីងរៀបការពួកយើងសុទ្ធតែជាចាស់ទុំរបស់រូមីងបើគ្មានពួកយើងតើពិធីការនេះប្រព្រឹត្តទៅបានយ៉ាងម៉េចគ្រូសាលីរៀបការខ្វះសាច់ញាតិដូចពួកឯងពីរនាក់មែនទេអាបីសួរអាធំនិងអាពីម្ដេចក៏មិនទាន់មកដល់ទៀតពិធីការកូនប្រុសឯងចិត្តចាប់ផ្ដើមហើយបាទប្រញាប់ឡើងប្រញាប់ចេញទៅបើចេញទៅខ្ញុំនឹងដកការហុំព័ទ្ធលើគ្រូសាសិនបើមិនអីទេគ្រូសាសិននឹងត្រូវខ្សែធនជាមិនខានសូមអង្វរចុះលោកមហាសេដ្ឋីឲ្យខ្ញុំចូលរួមការកូនស្រីបន្តិចទៅចុះភ្លាមខ្ញុំទៅភ្លាមកូនស្រីប្រញាប់ជួយអង្វរម៉ាក់ក្មេកបន្តិចទៅកូនស្រីប្រញាប់ជួយអង្វរម៉ាក់ក្មេកបន្តិចទៅម៉ាក់គិតដល់គុណដែលពួកគាត់ចិញ្ចឹមខ្ញុំម៉ាក់ជួយលើកលែងឲ្យពួកគាត់ម្ដងទៅបានហើយក្នុងនាមកូនស្រីសូមអង្វរថ្ងៃនេះឲ្យពួកគាត់ចូលរួមចុះបើគ្មានឪពុកម្ដាយក៏គ្មានឯងដែរតោះរៀបចំខ្លួនទៅចាប់ផ្ដើមពិធីការលឿនឡើងរៀបចំពិធីការឲ្យអ្នកប្រុសអ្នកណាហ៊ានមកបំផ្លាញការងារអ្នកប្រុសអាពុកអាវ៉ាសៃណាហ៊ានមកនិយាយជាមួយអញស្អីគេហ៊ានបំពានច្បាប់មកធ្វើបាបគេទាំងកណ្ដាលថ្ងៃត្រង់ចំហមែនទេអញសួរថាអញជាអ្នកណាកូនប្រាប់វាទៅប៉ាគាត់គឺជាបងធំមិនមែនគាត់ជាប់គុកពីបទសម្លាប់មនុស្សទេអីមិនក៏គាត់ហ៊ានត្រឡប់មកវិញកំរណាស់ប្អូនថ្លៃមិនជួបគ្នា20ឆ្នាំមិននឹកស្មានថាឯងនៅចាំអញសោះឯងមានទោសសម្លាប់មនុស្សជាប់ខ្លួននៅហ៊ានបង្ហាញមុខជាសាធារណៈទៀតមែនទេក្នុងការដែលឯងដឹងថាឯងមានទោសសម្លាប់មនុស្សចុះហេតុអ្វីឯងនៅហ៊ានវាបំបាក់ជើងកូនអញទៀតតើឯងមិនដឹងទេមែនទេថាឯងនេះចេះសម្លាប់មនុស្សហាតើឯងមិនដឹងទេមែនទេថាឯងនេះចេះសម្លាប់មនុស្សហាគឺកូនប្រុសឯងមកធ្វើបាបកូនប្រុសអញមុនទេកូនអញគ្រាន់តែចង់ប្រដៅវាបន្តិចប៉ុណ្ណោះមកនិយាយហេតុផលជាមួយអញមែនទេមកនេះវាឲ្យលុតជង្គង់ចុះបាទចាំមើលមានអ្នកណាហ៊ានប៉ះពាល់គាត់កណ្ដាប់ដៃដូចឯងមនុស្សដែលរស់ក្នុងគំនរទ្រព្យចង់មកប្រកួតជាមួយពួកទាហានស៊ីឈ្នួលអញមែនទេរឿងកំ pl ែងមែនស្អីគេឯងជាទាហានស៊ីឈ្នួលមែនទេឯងគិតយ៉ាងម៉េចអញដឹងថាឯងជាមហាសេដ្ឋីលំដាប់ពិភពលោកបើមិនដូច្នោះទេឯងគិតថាអញហ៊ានមករកឯងមែនទេប៉ាប្រញាប់សម្លាប់ពួកវាទៅវានាំឲ្យខ្ញុំត្រូវអង្គុយលើទេរុញអស់មួយជីវិតហើយកូនកុំបារម្ភអីថ្ងៃនេះអ្នកនៅទីនេះមិនអាចរស់បានសំបីតែម្នាក់បងធំពួកយើងគ្រាន់តែជាភ្ញៀវទេខ្ញុំមិនមានពាក់ព័ន្ធអ្វីជាមួយស្រីម្នាក់នេះឡើយពួកឯងចេញទៅឯងស្មានថាអញមិនដឹងមែនទេថាគ្រួសារទាំងពីររបស់ពួកឯងនឹងរៀបការជាមួយគ្នាប៉ាចាប់ស្រីម្នាក់នោះទៅវិញឲ្យនាងមើលថែខ្ញុំអស់មួយជីវិតបានតាមចិត្តកូនចង់មកនេះចាប់វាចង់ឲ្យអញភ្លាមចាំមើលអ្នកណាហ៊ានប៉ះពាល់គាត់អូលីសៅជុនពេលនេះនៅចង់ធ្វើជាវីរបុរសជួយស្រីស្អាតទៀតមែនទេល្អអញនឹងបំពេញបំណងឯងប៉ាវាបំបាក់ជើងវាទៅឲ្យវានៅអង្គុយលើទេរុញក្បែរខ្ញុំការពារកូនប្រុសអញឲ្យបានអរគុណប៉ាថ្ងៃនេះកូនចង់ឃើញគ្រួសារលីសៀវជុនត្រូវស្លាប់ទាំងអស់ដើម្បីរំសាយកំហឹងក្នុងចិត្តរបស់កូនអូមិនត្រឹមត្រូវទេមុនពេលវាស្លាប់យ៉ាងអាណោចអាថោកូនចង់ឲ្យវាឃើញនឹងភ្នែកថាកូនលេងសើចនឹងកូនស្រីវាមកចាប់ស្រីម្នាក់នោះឲ្យជាប់កូននឹងបង្ខូចកេរ្តិ៍ឈ្មោះនាងឥឡូវនេះល្អណាស់កូនប្រុសប៉ាធ្វើបានល្អណាស់យ៉ាងម៉េចហើយលីសៀវជុនមិននឹកស្មានថាថ្ងៃណាមួយយ៉ាងវៃដូចជាខ្ញុំអាចងើបមុខរួចទេមែនទេឯងគ្រាន់តែជាកូនរបស់ឃាតុប៉ុណ្ណោះតើឯងមានអ្វីត្រូវអួតអាងខ្លាំងម្ល៉េះកូនរបស់ឃាតុមានបញ្ហាអីឯងនៅតែមើងងាយទៀតមែនទេចាប់នាងចង់យកមកទីនេះលេងខ្ញុំទៅសឹងតានីវប្រញាប់ប្រាប់មនុស្សរបស់ឯងឲ្យលេងកូនប្រសាខ្ញុំភ្លាមយ៉ាងម៉េចបងស្រីថ្លៃលីនេះឯងកំពុងបញ្ជាខ្ញុំមែនទេសុទ្ធតែជាអ្នកចិត្តខាងក្នុងភូមិជាមួយគ្នាឯងមកយ៉ាងម៉េចទៅវិញយ៉ាងនោះចុះខ្ញុំធ្វើជាមិនដឹងប៉ុន្តែបើឯងនៅតែបន្តរករឿងទៀតកុំបន្ទោសខ្ញុំឲ្យសោះឯងហ៊ានគំរាមខ្ញុំផងមែនទេចង្រៃយកខ្ញុំប្រមានឯងកុំចេះតែប្រហានពេកមកនេះចាប់ចងកូនប្រសាវាឲ្យខ្ញុំថ្ងៃនេះយើងនឹងឲ្យវាឃើញពីវិធីសាស្ត្ររបស់ត្រកូលសឹងយើងបាទខ្ញុំទុកពេលឲ្យ3វិនាទីទម្លាក់កាំភ្លើងចុះ
នរណាគេនឹងហ៊ាននិយាយសម្ដីធំម្លេះគាត់គឺជាបងស្រីធំរបស់លីសៀវជុនអូតាមពិតឯងគឺជាអ្នកដែលនៅសល់នៃត្រកូលលីសឥឡូវធ្វើជាមន្ត្រីមើលតាមអាការៈបែបនេះតំណែងប្រហែលជាមិនតូចទេធម្មតាដែរគ្រាន់តែជាអ្នកមានស្នាដៃលំដាប់ទី10មានសម្ងាត់ហងខ្មៅមនុស្សដូចខ្ញុំក្នុងប្រទេសមានតែម្នាក់លើលោកនេះក៏មានតែម្នាក់ដែរឯងគឺជាកម្ពុជាអ្នកប្រយុទ្ធហងខ្មៅដ៏ល្បីល្បាញនោះមែនទេខ្ញុំមិនចាំបាច់មកលេងល្បែងបញ្ជាក់អត្តសញ្ញាណឬខ្លែងខ្លាយជាមួយឯងទេគ្រាន់តែចង់សួរឯងថាក្នុងនាមជាមនុស្សដែលមានគ្រួសារដែរតើឯងចង់ស្លាប់បែបណាឯងកុំចេះតែអួតពេកឯងមានកាំភ្លើងយើងក៏មានកាំភ្លើងដែរស្មានថាខ្ញុំខ្លាចឯងមែនទេក៏បានអីចឹងសាកកម្រើកបន្តិចទៀតមើលបងស្រីគេគឺជាឃាតសម្រាប់វាឲ្យខ្ញុំទៅកុំបារម្ភអីមានបងនៅទីនេះហើយឧក្រិដ្ឋជនដូចជាវាមិនអាចរត់រួចពីដៃបងបានឡើយតែអំបាញ់មិញវាធ្វើបាបប្អូនខ្លាំងណាស់អូនមិនចង់សងសឹកវិញទេបាទអំបាញ់មិញយើងចង់សម្លាប់មនុស្ស5នាក់សម្លាប់គ្រួសារឯងទាំងអស់ពួកយើងជាអ្នកជិតខាងជាអ្នកភូមិជាមួយគ្នាលើកលែងទោសឲ្យខ្ញុំផងបងស្រីខ្ញុំខុសហើយសូមលើកលែងឲ្យខ្ញុំម្ដងទៅទុកជីវិតឲ្យខ្ញុំផងបានទេមនុស្សដូចឯងអំបាញ់មិញទៅតែសុំទោសសោះដល់ពេលបានដៃបន្តិចក៏ធ្វើច្រិតប្រហានភ្លាមបើខ្ញុំលែងឯងគឺខុសចំពោះសន្តិភាពពិភពលោកហើយបានហើយប្អូនប្រុសកុំវាយគេឲ្យដល់ស្លាប់អីឧក្រិដ្ឋជនដូចជាពួកវាគួរតែបញ្ជូនទៅពន្ធនាគាររងឹតទុកឲ្យច្បាប់ជាអ្នកដឹងទាទោសពួកគេចុះបាទនាំខ្លួនទៅមិនមែនហើយប្អូនប្រុសចុះប្អូនថ្លៃណែណាបងស្រីមើលក្នុងចំណោមមនុស្សទាំងនេះទៅមើលតើនរណាស្អាតជាងគេអ្នកនេះប្រហែលជាប្អូនថ្លៃហើយមែនទេរ៉ូពីងសូមជម្រាបសួរបងស្រីប្អូនប្រុសភ្នែកពូកែរើណាលើលោកនេះអ្នកដែលស្អាតជាងបងក្រៅពីម៉ាក់ប្អូនស្រីទី2និងទី3គឺមានតែប្អូនថ្លៃឯងនេះឯងមិននឹកស្មានថាបងស្រីទាំងអង្គទាំងស្រឡាញ់ខ្ញុំបែបនេះសោះបងស្រីពិតជាខ្លាំងមែនអំបាញ់មិញពួកអាក្រក់បាញ់មិនប្រណីដៃសំណាងហើយដែលមានបងរ៉ូពីងមានអ្នកបង្អែកហើយមែនហើយកាលពីមុនប្អូនប្រុសថាតែបងស្រីជាកំពូលអ្នកប្រយុទ្ធពួកយើងមិនសូវជឿទេឥឡូវឃើញច្បាស់ហើយបានហើយបញ្ហាត្រូវបានដោះស្រាយអស់ហើយឥឡូវនេះដល់ពេលរៀបចំពិធីមង្គលការឲ្យសៀវជុននិងរ៉ូពីងហើយមែនហើយមកសម្អាតទីនេះឲ្យស្អាតភ្លាមដើម្បីរៀបការឲ្យប្អូនប្រុសនិងប្អូនថ្លៃខ្ញុំបងស្រីកូនការតើបងនឹងជូនកាដូអ្វីដល់កូនតើប្អូនចង់បានអ្វីឲ្យតែបងជូនប្អូនពេញចិត្តទាំងអស់អីចឹងបងជូនឡានរថក្រោះមួយគ្រឿងអីគេរថក្រោះយ៉ាងម៉េចមិនចូលចិត្តឬអ្នកដទៃបើកឡានស៊េរីទំនើបចំណែកប្អូនបើករថក្រោះចេញក្រៅតើរយៈភាពយ៉ាងណាហាក់ដូចជាសមហេតុផលម្យ៉ាងដែរម៉ាក់ជួយរឿងមួយបានទេរឿងអីដែរថ្ងៃនេះជាថ្ងៃការកូនចង់បានអីក៏ម៉ាក់ព្រមតាមដែរពេលកូនធ្វើជាជនពិការអ្នករាល់គ្នាជន់ឈ្លីកូនមានតែលីវសានម្នាក់គត់ដែលជួយនិយាយការពីកូនអនាគតរបស់គាត់និងគ្រួសារផ្ញើលើម៉ាក់ហើយអូល្អណាស់លីវសានមែនទេចាំចប់ពិធីការទៅរកម៉ាក់នៅក្រុមហ៊ុនលីថាងម៉ាក់នឹងឲ្យក្រុមហ៊ុនម្នាក់មួយដល់គ្រួសារពួកគេគ្រប់គ្នាបាទអរគុណអ្នកមីងអរគុណប្អូនប្រុសបានហើយចាប់ផ្ដើមពិធីការទៅចាប់ផ្ដើមពិធីការ